អស់រយៈពេលជាច្រើនឆ្នាំហើយមិនដែលជួបប្រទះអារម្មណ៍បែបនេះឡើយនាងសួរតួអង្គឯកថាហេតុអ្វីបានជាគាត់មិនចូលរួមដែរទៅនាងសប្បាយចិត្តខ្លាំងណាស់រហូតដល់នាងចាប់ផ្ដើមច្រៀងតិចៗលូក៏ប្រញាប់ទាញនាងចេញពីរណ្ដៅឲ្យនាងអង្គុយលើកៅអីហើយចងដៃនាងគាត់ឆ្ងល់ថាតើគាត់គួរធ្វើអ្វីព្រោះមិនត្រឹមតែវត្ថុនោះគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេប៉ុន្តែ White Bone Demon ថែមទាំងរីករាយនឹងដង្កូវទាំងនោះទៀតផង Demon Princess ដើរមកជិតហើយពោលថាគាត់បានខំធ្វើការខ្លាំងពេកហើយក្នុងពេលថ្មីនេះនាងនិយាយថានាងបានប្រាប់អ្នកបម្រើឲ្យជួយគាត់ដោយការម៉ាស្សា Hydra បិសាចស្រីដែលកំពុងអង្គុយលើកៅអីវែងបានហៅលូឲ្យគេងគយលើភ្លៅនាងនិយាយថានាងនឹងម៉ាស្សាក្បាលឲ្យគាត់ White Bone Demon សើចហើយនិយាយថាមនុស្សធម្មតាម្នាក់នៅតែរំពឹងឲ្យនាងចោះចាញ់ទៀតនោះដោយការខឹងតួអង្គឯកនិយាយថាគាត់នឹងទុកនាងចោលមួយរយៈសិនបន្ទាប់មកលូក៏គេងលើភ្លៅរបស់ Hydra បិសាចស្រីនាងសួរតួអង្គឯកថាតើពេលណាគាត់នឹងចាប់ផ្ដើមផ្ដល់ការពេញចិត្តឲ្យពួកគេដោយសារអ្នករួមនៅ Star Cover ទាំងអស់សុទ្ធតែជាស្រីដោយអារម្មណ៍សុខស្រួលតួអង្គឯកឆ្លើយថាគាត់នឹងនិយាយអំពីអត្ថប្រយោជន៍នៅពេលក្រោយសម្រាប់ពេលនេះគាត់គ្រាន់តែចង់រីករាយនឹងការម៉ាស្សាដែលវាពិតជាល្អខ្លាំងណាស់ម្ចាស់ស្ត្រីបានសួរតួអង្គឯកថាតើនាងអាចម៉ាស្សាក្បាលផ្សេងទៀតរបស់គាត់បានទេហើយក៏ចាប់ផ្ដើមបញ្ឆេះអារម្មណ៍គាត់ដោយប្រើជើងរបស់នាងក្បាលរបស់តួអង្គឯកមានអារម្មណ៍ថាវាពិតជាអស្ចារ្យណាស់ការម៉ាស្សានោះពិតជាអស្ចារ្យខ្លាំងរហូតដល់តួអង្គឯកវិវត្ត internal spirit របស់គាត់ម្ចាស់ស្ត្រីសួរថាតើគាត់ពេញចិត្តហើយឬនៅតួអង្គឯកសួរថាតើនាងស្ថិតក្នុងដំណាក់កាលណាហើយនាងឆ្លើយថានាងនៅតែស្ថិតក្នុងដំណាក់កាល Grape Demon នៅឡើយតួអង្គឯកគិតថាហេតុផលដែលគាត់អាចវិវត្តការការពារខាងក្នុងរបស់គាត់បានគឺដោយសារ Xiao Zi ប៉ុន្តែគាត់នៅតែមិនអាចបំបែករបាំងផ្លូវចិត្តដែលគាត់មានចំពោះនាងបានឡើយគាត់ជឿថាការវិវត្តនេះនឹងជួយគាត់ក្នុងសមរភូមិប្រឆាំងនឹង Hundred-Eyed King បន្ទាប់មកលូបានញាក់ទៅរកព្រះនាងហើយនិយាយថាគាត់ចង់ជួយនាងបង្កើនកម្លាំងដោយបញ្ជាក់ថាគាត់គ្មានបំណងអ្វីផ្សេងទៀតទេព្រះនាងសួរថាតើគាត់កំពុងនិយាយអំពី Dual Cultivation មែនទេនាងនិយាយថានាងបានទន្ទឹងរង់ចាំថ្ងៃនេះជាយូរមកហើយអង្វរឲ្យគាត់មកឲ្យលឿនលូស្នើឲ្យពួកគេទៅកន្លែងណាមួយដែលស្ងាត់ជាងនេះដើម្បីហាត់គាត់និយាយបែបនេះពេលកំពុងសម្លឹងមើល Hydra Demon ដែលឆ្លើយថាវាមិនចាំបាច់រត់ទៅណាទេពួកគេមានត្រចៀកនិងភ្នែកអស្ចារ្យដូច្នេះការចាកចេញនឹងមិនជួយអ្វីច្រើនទេព្រោះពួកគេនឹងឃើញអ្វីៗគ្រប់គ្នាបន្ទាប់មកលូនិយាយថាគាត់នឹងហាត់នៅទីនោះតែម្ដងព្រះនាងសូមឲ្យគាត់ធ្វើថ្នម2នាទីបានកន្លងតិចហើយតួឯកនិយាយថាគាត់នឹងធ្វើលំហាត់ខ្លះជាមុនសិនរួចបន្តទៀតដោយមានបំណងចង់ឡើងដល់ចំណុចកំពូលនៅថ្ងៃនេះ Hydra Demon មានការចាប់អារម្មណ៍ហើយឆ្ងល់ថាតើនោះនឹងរាប់ថាជាការរីកចម្រើនដែរឬទេនាងចាប់ស្មារបស់តួឯកហើយនិយាយថានាងក៏ចង់ហាត់ដែរតួឯកនិយាយទៀងអៀនខ្មាក់ថាគាត់មិនទាន់មានសមត្ថភាពពេញលេញនៅពេលនេះទេហើយប្រសិនបើ Xiao Suqi ចូលរួមគាត់នឹងមិនអាចជួយពួកគេទាំងពីរឲ្យរីកចម្រើនបានឡើយប៉ុន្តែ Hydra នៅតែបន្តទាញគាត់ខណៈពេលដែលគាត់ពិចារណាថាតើគាត់គួរតែជួយនាងបង្កើនកម្លាំងដែរឬទេគាត់គិតថាទោះបីជានាងឥឡូវនេះคล้ายទៅជាស្ត្រីពេញលក្ខណៈក្តោយក៏គាត់នៅតែមិនអាចជំនាស់ឧបសគ្គផ្លូវចិត្តចំពោះនាងបានឡើយនៅពេលនោះគាត់បានកត់សម្គាល់ឃើញធ្លុបទឹកនៅលើឥដ្ឋហើយឆ្ងល់ថាវាមកពីណារំពេចនោះរលកយក្សស៊ូណាមីមួយបានកកើឡើងនៅពីមុខគាត់ដោយការតក់ស្លុតតួឯកព្យាយាមស្វែងយល់ថាមានរឿងអ្វីកើតឡើង White Bone Lady ឥឡូវនេះបានបាត់បង់ការគ្រប់គ្រងទាំងស្រុងដោយស្រែកថានាងក៏ចង់ចូលរួមដែរលូសូមឲ្យ Princess Wan Shan និង Xiao Ziyi សូត្រមន្តដើម្បីបង្ក្រាបរលកយក្សស៊ូណាលីកផ្លូវចិត្តនោះ
ខណៈពេលដែលគាត់ព្យាយាមចូលទៅជិត White Bone Lady តួឯកដើរតម្រង់ទៅរកបិសាចដោយមានការការពារពីអ្នកបម្រើទាំងពីររបស់គាត់បិសាចស្រែកដោយកំហឹងទាមទារចង់ចូលរួមគ្រប់យ៉ាងពួកស្រីៗបានជំរុញឲ្យតួឯកទៅឲ្យលឿនដើម្បីបញ្ឈប់ការឈ្គួតលីឡារបស់ White Bone Lady សម្លឹងមើលបិសាចដែលបាត់បង់ការគ្រប់គ្រងតួឯកនិយាយថាប្រសិនបើនាងប្រឆាំងនាងនឹងបាត់បង់ឱកាសក្នុងការឡើងសោយសុខ Ascend គាត់ចូលទៅជិតនាងហើយនិយាយថាគាត់ដឹងថាបិសាចដែលមានចំណងខ្លាំងដូចជានាងអាចត្រូវបានទប់ទល់ដោយប្រើបច្ចេកទេស Dual Cultivation របស់គាត់បន្ថែមថាប្រសិនបើនាងព្រមចុះចាញ់ដោយស្ម័គ្រចិត្តគាត់នឹងតស៊ូយ៉ាងក្លាហានដើម្បីជួយនាងឲ្យ Ascend បន្ទាប់មកគាត់សួរថាតើនាងអាចស្ងប់ចិត្តបានទេហើយក៏ថើមនាងដែលធ្វើឲ្យបិសាចគ្រប់គ្រងខ្លួនឯងបានឡើងវិញបិសាចសួរថាតើគាត់រំពឹងឲ្យនាងចុះចាញ់ដោយគ្រាន់តែថើមមួយមាត់មែនទេតួឯកសួរថាតើនាងពិតជាសុខចិត្តចុះចូលជាមួយគាត់មែនឬអត់នាងចូលមកជិតហើយនិយាយថាគាត់នឹងទទួលអត្ថប្រយោជន៍ប្រសិនបើនាងចុះចាញ់ពួករបស់តួឯកមួយក្បាលស្រាប់តែលេចចេញមកដោយនិយាយថាវាមិនអាចទប់ចិត្តបានទៀតទេបិសាចនិយាយថានាងអាចដកស្រង់សមត្ថភាពក្លិនពួកហើយប្រាឈីផ្ទាល់ខ្លួនរបស់នាងដើម្បីបង្រួមទ្រព្យសម្បត្តិទាំងនោះសម្លឹងមើលតួឯកនាងសួរថាតើគាត់រំពឹងឲ្យនាងចុះចាញ់តាំងពីលើកដំបូងមែនទេនាងចូលមកជិតហើយសួរថាតើតាមពិតគាត់ចាប់អារម្មណ៍លើសមត្ថភាពបំផ្លែងខ្លួនរបស់នាងមែនទេឃើញទឹកមុខរបស់គាត់នាងញញឹមហើយសម្គាល់ថាខ្លួនទាយត្រីនាងនិយាយថាវាជាជម្រើសដ៏ល្អព្រោះវានឹងជួយការពារកំណប់វិញ្ញាណពីកំណើត innate spiritual treasure របស់តួឯកនៅពេលនោះ Shao Sukshu បានឈរនៅពីមុខតួឯងហើយប្រាប់បិសាចស្រីថានាងមិនអាចនិយាយជាមួយម្ចាស់បែបនោះបានទេនាងសូមឲ្យ Princess Banchan ទះកំភ្លៀងបិសាចស្រីនោះព្រះនាងក៏យល់ព្រមយ៉ាងសាមញ្ញដោយរៀបចំដៃអាវរបស់នាងដោយព្យាយាមធ្វើឲ្យស្ថានភាពស្ងប់ស្ងាត់តួឯកសូមឲ្យពួកគេសម្រាកហើយទុកឲ្យគាត់ដោះស្រាយបន្ទាប់មកគាត់បានងាកទៅរក White Bone Demon ហើយសួរថាតើលក្ខខណ្ឌរបស់នាងគឺជាអ្វីនាងនិយាយថាជាដំបូងនាងចង់ឲ្យគាត់ជួយនាងឲ្យឈានដល់អាណាចក្រនៃ Demon King លើសពីនេះពួកគេនឹងត្រូវហាត់ Dual Cultivation 100 ដងក្នុងមួយសប្តាហ៍ដោយតាភៀកផាលតួឯកសួរថាតើនាងកំពុងព្យាយាមសម្លាប់គាត់មែនទេខណៈដែល Shao Sukshu និយាយថារឿងនោះនឹងកើតឡើងតែក្នុងសុបិនរបស់នាងប៉ុណ្ណោះតួឯកស្នើសុំ10 ដងក្នុងមួយសប្តាហ៍វិញប៉ុន្តែបិសាចបដិសេធគាត់និយាយថាប្រសិនបើគាត់មិនអាចទទួលបានសមត្ថភាពរបស់នាងគាត់នឹងរកវិធីផ្សេងដោយបញ្យល់ថាថ្មីនេះគាត់បានការលម្អការការពាររបស់គាត់យ៉ាងខ្លាំងហើយការប្រយុទ្ធជាមួយ Hundred-Eyed King នឹងមិនពិបាកនោះទេបិសាចមានការចាប់អារម្មណ៍នៅពេលឃើញស្ថានភាពរបស់គាត់ហើយឆ្ងល់ថាធ្វើដូចម្តេចទើបគាត់មានកម្រិតការពារប្រហាក់ប្រហែលនឹង Demon King តួឯកបន្តទៀតថានាងមានការបំផ្លាញខ្លួនតែ8ប៉ុណ្ណោះខណៈដែលអាណាចក្រសួគ៌មាន36និង Earthly Evil មាន72មានន័យថាអ្នកណាក៏អាចលើសនាងក្នុងរឿងនេះដែរគាត់ចូលទៅជិតនាងម្ដងទៀតហើយនាងថាជាស្រីឆ្លាតដែលដឹងថាតាមរយៈទំនាក់ទំនងដែលគាត់បានកសាងក្នុងជាតិមុនគាត់អាចទទួលបានសមត្ថភាពនោះពីកន្លែងផ្សេងយ៉ាងងាយស្រួលគាត់បានបញ្ចប់ដោយនិយាយថាប្រសិនបើនាងមិនព្រមទទួលយកនៅថ្ងៃនេះទេនាងនឹងមិនអាចផ្លាស់ប្ដូរចិត្តរបស់គាត់បានទេនៅថ្ងៃស្អែកដោយអស់សង្ឃឹមពេលឃើញគាត់ដើរចេញទៅនាងក៏យល់ព្រមតាមសំណើ10 ដងក្នុងមួយសប្តាហ៍ទោះជាយ៉ាងណាក៏នាងមានលក្ខខណ្ឌមួយនាងចង់ធ្វើជាអ្នកដឹកនាំក្រុមតួឯកឆ្លើយថារឿងនេះមិនអាចទៅបានសម្រាប់សមាជិកម្នាក់ក្នុង harem របស់គាត់ប៉ុន្តែនំនាមជាស្រីស្នំ concubine គាត់ប្រហែលជាអាចពិចារណាបានបិសាចស្រីយល់ព្រមហើយសួរថាតើគាត់នឹងចាប់ផ្ដើមហាត់ជាមួយនាងនៅថ្ងៃនេះដែរឬទេ Protagonist បានសុំឲ្យប៉មបិទការមើលឃើញនឹងការលឺរបស់ Princess Wing និង Hydra សារប្រព័ន្ធបានបង្ហាញឡើងដោយបញ្ជាក់ពីការស្នើសុំប៉ុន្តែបានព្រមានថា
King ត្រូវតែដោះសោមុខងារបន្ថែមទៀតនាពេលអនាគតវាក៏បានបញ្ជាក់ផងដែរថានៅពេលដែល King ចាប់បានបិសាចទី5ទ្វី Attic នឹងបើកហើយបិសាចនីមួយៗនឹងមានបន្ទប់ផ្ទាល់ខ្លួនកម្រិតបន្ទប់កាន់តែខ្ពស់អត្រា cultivation កាន់តែលឿនសៀវជីបានមកដល់ទាំងយំនិយាយថានាងស្អប់រឿងទាំងអស់នេះប៉ុន្តែនាងនៅតែចង់បានបន្ទប់ដែលមានគុណភាពខ្ពស់ protagonist ដែលមានអារម្មណ៍មួម៉ៅបាននិយាយថាគាត់មិនមែនលេងសើចទេនេះជារឿងធ្ងន់ធ្ងរសម្រាប់ cultivation របស់គាត់ទ្រង់មានមួយបានកើតឡើងជុំវិញ Princess Wing និង Seojuji White Bone Demon រងចាំ protagonist ដែលហៅគាត់ឲ្យមកហាត់ dual cultivation ជាមួយនាង Golden Treasure របស់ protagonist បានបង្ហាញខ្លួនភ្លាមនិយាយសួស្ដីហើយចូលទៅក្នុងផ្លូវរុងក្រំដីដ៏ងងឹតស្រីបិសាចបានស្រែកថាពួកគេហៀបនឹងឡើងកម្រិតហើយសូមឲ្យគាត់ចាក់ទឹកបុរាណលើខ្លួននាងដែលនាងប្រមូលដោយដៃរបស់នាងនាងបានបញ្ជាក់ថារាល់ទំនក់ត្រូវតែប្រើឲ្យបានល្អជាលទ្ធផលនាងបានឡើងដល់កម្រិត Demon King ដែលក្តីរំភើបជាខ្លាំង White Bone Demon បាននិយាយថា protagonist គឺជាញាក់បរិសុទ្ធដែលកើតមកសម្រាប់ពិភព dual cultivation ហើយការហាត់ជាមួយគាត់គឺស្មើនឹងការហាត់រយៈពេល100ឆ្នាំ protagonist ញញឹមហើយនិយាយថាឥឡូវនេះដល់ពេលដែលនាងត្រូវផ្ទេរសមត្ថភាព transformation មកឲ្យគាត់ហើយនាងបានធ្វើតាមហើយ protagonist បានទទួលជំនាញថ្មីទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការវិភាគគាត់បានដឹងថាគាត់អាចផ្លាស់ប្ដូររូបរាងបានតែជាសត្វល្អិតនិងដង្កូវចម្លែកប៉ុណ្ណោះ protagonist ឆ្ងល់ថាតើគាត់ត្រូវបានគេបោកប្រាស់មែនទេទន្ទឹមនឹងនោះ White Bone Demon សម្រាប់យ៉ាងស្រួលនៅលើកៅអីវែងនៅពីក្រោយគាត់ protagonist បន្ទាប់មកសម្រេចចិត្តទៅតាមរក 100-eyed Demon King នៅពេលនោះនៅក្នុង Spiderweb Cave 100-eyed King កំពុងមើលទូរស័ព្ទដៃរបស់គាត់បានឃើញការបង្ហោះនៅលើគេហទំព័រមួយដែលបុរសម្នាក់កំពុងលក់ថ្នាំ dual cultivation ដែលធ្វើឡើងដោយចៅប្រុសរបស់គាត់គឺ Lun In ដោយអះអាងថាអ្នកណាក៏ដោយដែលប្រើវានឹងមានអាយុវែង Insect Queen បាននិយាយថានាងមិនចាប់អារម្មណ៍នឹង dual cultivation ទេរួចក្រោកឈរឡើងហើយបញ្ជាឲ្យកូនចៅនាំអ្នកទោសមកមុខអ្នកទោសនោះគឺ Shu Queen បានដើរមកជិតហើយពោលថាក្មេងស្រីនេះពិតជាមានភាពតាក់ទាញណាស់ Shu បានសួរទាំងត្រដិតថាតើ Demon Queen ចង់បានអ្វីទន្ទឹមនឹងនោះ protagonist របស់យើងបានផ្លាស់ប្ដូររូបរាងទៅជាមស់ហើយបានចូលទៅក្នុងបន្ទប់ដោយដឹងថាវាគឺជា Shu គាត់គិតថាគាត់ក្រងតែចង់មកស៊ើបអង្កេតក្នុងរូងភ្នំប៉ុណ្ណោះប៉ុន្តែមិននឹកស្មានថាគាត់ត្រូវមកជួយសង្គ្រោះនាងនោះទេ Demon Queen បានប្រាប់ Shu ឲ្យមកធ្វើជាប្រពន្ធរបស់នាងដោយសន្យាថានាងនឹងទទួលបានអំណាចវេទមន្តលឿនជាងការធ្វើ dual cultivation ជាមួយ Lu Yin protagonist ដែលនៅតែហោះហើរជុំវិញជាសត្វមស់បានគិតថាវាប្រហែលជាយឺតពេលហើយប៉ុន្តែគាត់បានព្យាយាមរកចំណុចខ្សោយគាត់បានឃើញផ្កាមួយនៅពីមុខគាត់ហើយសម្រេចចិត្តហោះទៅរកវាដោយខំនឹងលេងជាមួយផ្កានោះនៅពេលនោះ Demon Queen បានរុញ Shu ចេញហើយនិយាយថាផ្ការបស់នាងស្រាប់តែរមាស់ខ្លាំងណាស់ Shu បានសួរថាតើ Demon Queen អាចមានជំងឺអ្វីមួយមែនទេហើយបានអង្វរ Lu ឲ្យជួយសង្គ្រោះនាងពីស្ថានភាពដ៏សំខាន់នោះ Queen បានឆ្ងល់ថាតើនាងពិតជាឈឺមែនទេព្រោះវាគ្រាន់តែរមាស់ខ្លាំងពេកនាងបានងាកមករកកូនចៅម្នាក់ហើយប្រាប់ឲ្យទៅហៅបងប្អូនជីដូនមួយរបស់នាងគឺ Lady Spider ឲ្យលឿន protagonist បានឆ្លៀតឱកាសពេលមានការរំខាននោះហោះចេញទៅយ៉ាងលឿនកូនចៅរបស់ Demon Queen ម្នាក់បានទៅជួប Lady Spider ហើយប្រាប់នាងថា Queen កំពុងហៅឲ្យទៅជួយពិនិត្យអាការៈរមាស់ភ្លាម Lady Spider បាននិយាយថាបងប្អូនជីដូនមួយរបស់នាងគឺជាមនុស្សល្អប៉ុន្តែឥឡូវនេះនាងកំពុងលេងជាមួយភ្លើងហើយ protagonist បានសង្កេតមើលសត្វពីងប៉ងហើយដឹងថានាងគឺជា Lady Spider តម្រិត366Lu ដែលកំពុងនៅលើដើមឈើបានបើកការវាយបន្ទាយយ៉ាងខ្លាំងក្លាទៅលើ Lady Spider និងបិសាចតូចដែលមកជាមួយនាង Lady Spider បានងាកមកសួរថាគាត់ជាអ្នកណា
protagonist បានលោតចុះមកក្រោមហើយវាយទៅលើ Lady Spider ដោយណែនាំខ្លួនគាត់ថាជា badass លួនយៀនហើយបានអះអាងថា Demon Core ថ្មីនឹងទទួលបានជាមិនខានទោះជាយ៉ាងណាក៏ដោយទីពីបុត្រគាត់ទទួលបានត្រឹមទាំងខ្សែក្រវ៉ាត់ពណ៌បៃតងហើយបានងាកមកវិញទាំងខិនសួរថាតើ Core នៅឯណាភ្លាមនោះគាត់បានទទួលសារពីប្រព័ន្ធថាគាត់បានទទួល Core ពី Lady Spider រួចហើយលូមានអារម្មណ៍ធូរស្រាលហើយសារភាពថាគាត់មានការភ័យខ្លាចគិតថាបិសាចដ៏ស្រស់ស្រាតបែបនេះប្រហែលជាមិនមានខទេដោយប្រើបច្ចេកទេស transformation protagonist បានសម្រេចចិត្តផ្លាស់ប្ដូររូបរាងទៅជា Lady Spider ប៉ុន្តែគាត់ដឹងថាមានអ្វីមួយបាត់បង់ដើម្បីធ្វើឲ្យរូបរាងរបស់គាត់ល្អឥតកោះបន្ទាប់ពីការកែសម្រួលមួយចំនួនគាត់បានប្រកាសថាវាល្អឥតកោះហើយពី3នាទីក្រោយមក protagonist បានមកដល់ Spiderweb Cave ហើយត្រូវបានប្រកាសថាជា Little Lady Spider គាត់បានកត់សម្គាល់ឃើញស្រមោលម្នាក់កំពុងព្យួរនៅមាត់ច្រកចូលរូងភ្នំដោយឃើញស្ត្រីម្នាក់នៅទីនោះ protagonist បានសន្យាថា 100 Eye Demon Lord នឹងត្រីសងដើម្បីការងារដែលបានធ្វើ Demon Queen បានឃើញអ្នកដែលនាងស្មានថាជាបងប្អូនជីដូនមួយក៏រត់ទៅរកនាងយ៉ាងលឿននាងបានឲ្យ protagonist ហើយបង្ហាញក្តីរីករាយដែលបងប្អូនជីដូនមួយរបស់នាងបានមកដល់ទីបំផុតទោះយ៉ាងណាក៏ដោយ protagonist មានការរំភើបបន្តិចដោយសារការប៉ះពាល់ជិតស្និទ្ធហើយ Golden Treasure របស់គាត់បានហួសពីការគ្រប់គ្រងDemon Queen បានសួរថាតើបងប្អូនជីដូនមួយរបស់នាងកំពុងលាក់អ្វីម្យ៉ាងនៅទីនោះមែនទេដោយព្យាយាមលាក់បាំង protagonist បានអះអាងថាគាត់កំពុងកាន់ Demon Detonating Grenade ហើយបានសួរថាតើ Queen ចង់ឃើញវាដែរឬទេនាងបានឆ្លើយថានាងអាចពិនិត្យវានៅពេលក្រោយប៉ុន្តែដំបូងនាងចង់និយាយអំពីបញ្ហាដែលគួរឲ្យខ្មាក់អៀនមួយ Demon Queen បានងាកទៅរកកូនចៅរបស់នាងហើយសុំនិយាយរឿងឯកជនជាមួយបងប្អូនជីដូនមួយរបស់នាង Protagonist បានសួរថាតើនាងត្រូវការអ្វីប៉ុន្តែនៅក្នុងចិត្តគាត់កំពុងរៀបចំផ្ដល់ធុកដ៏ស្អាតនិងធំបន្ទាប់ពីជួយនាងរហូតដល់គាត់មានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើងបន្ទាប់ Demon Queen បានបង្ហាញ flower របស់នាងហើយសូមឲ្យ Protagonist ភញាប់ជួយព្យាបាលនាងជាមួយនឹងក្រសែភ្នែកដ៏ផ្អែមល្ហែម Queen បានទទិញឲ្យអ្នកដែលនាងស្មានថាជាបងប្អូនជីដូនមួយជួយនាងក្នុងរឿងនោះម្ដងទៀតតួអង្គឯកសួរថាតើគាត់អាចញ៉ាំផ្កានោះឆៃដោយមិនបាច់លាងបានដែរឬទេ Demon Queen សួរថាតើមានរឿងអ្វីកើតឡើងចំពោះប្អូនជីដូនមួយរបស់នាងនៅថ្ងៃនេះដោយសម្លឹងមើលទៅតួអង្គឯក Queen ចាប់ដើមសង្ស័យអ្វីមួយនាងដែរចូលទៅជិតហើយសួរថាតើគាត់ប្រហែលជាមិនមែនជាប្អូនជីដូនមួយពិតប្រាកដរបស់នាងមែនទេក្នុងបំណងគេចេញពីស្ថានភាពនោះតួអង្គឯកបាននិយាយថាគាត់មានអារម្មណ៍ថាមិនស្រួលពោះ Queen ក៏ចាប់ដៃតួអង្គឯកហើយប្រាប់គាត់ឲ្យទៅងូតទឹកជាមួយនាងបំណាននាទីក្រោយមកក្នុងបន្ទប់ងូតទឹកដែលពោពេញទៅដោយពពុះបិសាចបានសួរប្អូនជីដូនមួយរបស់នាងថាតើនាងមើលទៅហាក់បីដូចជា Fizzy Bass Bomb ដែរឬទេនៅពេលនោះតួអង្គឯកបានដឹងថាគាត់មិនអាចទ្រាំបានទៀតហើយគាត់ព្យាយាមងាកក្រោយប៉ុន្តែ Demon Queen បានអបគាត់ហើយសួរថាតែប្អូនជីដូនមួយលែងស្រឡាញ់នាងហើយឬបានជាពីមុនមកនាងមិនដែលធ្វើបែបនេះសោះបន្ទាប់មក Queen បានសួរថាហេតុអ្វីបានជា grenade របស់ប្អូនជីដូនមួយនាងកាន់តែធំទៅតួអង្គឯកបានឆ្លើយថាវាប្រកាសជាបានរីកធំដោយសារតែនៅក្នុងទឹកបិសាចបានសួរថាតើវាអាចនឹងមានគ្រោះថ្នាក់ដែរឬទេហើយបានស្នើសុំយកវាទៅបោះចោលប៉ុន្តែតួអង្គឯកបានរត់ចេញពីបន្ទប់នៅពេលនោះតែម្ដងដោយភាពអៀនខ្មាស់ Lou បានឆ្លើយថាវាមិនអីទេប៉ុន្តែបានពន្យល់ថាការពារនុភាពរបស់ grenade ត្រូវបានដំណើរការ Queen បានរត់ទៅរកប្អូនជីដូនមួយរបស់នាងអោបនាងហើយនិយាយថានាងនឹកនាងខ្លាំងណាស់រំពេចនោះរតនសម្បត្តិមុនអគាររបស់តួអង្គឯកបានដំណើរការហើយបានបាញ់សម្ដីទៅរកបិសាចដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលបានលេចឡើងនៅលើខ្លួនប្អូនជីដូនមួយរបស់នាង Queen បានក្រោកឈរហើយកត់សម្គាល់ឃើញថា Purity Mark របស់នាងបានបាត់ទៅហើយបន្ទាប់មកនាងបានសួរថាតើប្អូនជីដូនមួយរបស់នាងតាមពិតទៅជាបុរសមែនទេ
Demon Queen មានការខឹងសម្បារយ៉ាងខ្លាំងពីព្រោះ cultivation របស់នាងត្រូវបានបំផ្លាញតួអង្គឯកបានបង្ហាញរូបរាងពិតប្រាកដហើយពន្យល់ថាគាត់មិនចង់ធ្វើបែបនេះទេនៅពេលឃើញតួអង្គឯកពិតប្រាកដ Demon Queen បានបដិញ្ញាថានឹងកម្ចាត់គាត់ឲ្យអស់ហើយបានព្យាយាមវាយទៅលើ Lu ដែលគាត់បានគេចចេញយ៉ាងរហ័សគាត់ប្រាប់នាងថានាងបានបង្កបញ្ហាជាច្រើនដល់មនុស្សធាតុរួចមកហើយថ្ងៃនេះនាងនឹងត្រូវទទួលបរាជ័យបិសាចបានសាយហើយនិយាយថាវាជារឿងកំប្លែងបួសទៅបីជានាងបាត់បង់ផ្នែកខ្លះនៃ cultivation ក៏ដោយក៏នាងជឿថាមនុស្សលោកធម្មតាដោយគាត់មិនអាចយកឈ្នះនាងឡើយ នៅពេលនោះអ្នកទាំងពីរក៏បានឈានចូលដល់ការប្រយុទ្ធគ្នាយ៉ាងសាហាវ Demon Queen បានបញ្ចេញជំនាញមួយរបស់នាងគឺ 100 Leg Strike ប៉ុន្តែ Lu បានដំណើរការសាប់ពួររបស់គាត់យ៉ាងរហ័សដើម្បីការពារពីការវាយប្រហារដែលធ្វើឲ្យបិសាចមានការភ័ន្តច្រឡំនិងរឹងខ្លួនដោយកំហឹង Queen បានអះអាងថាវាមិនអាចទៅរួចទេដែលមនុស្សធម្មតាម្នាក់អាចរស់រានមានជីវិតពីការវាយប្រហារនោះបានទោះបីជានៅតែមានឈាមច្រមុះក៏ដោយតួអង្គឯកបានសួរថាតើនាងពិតជាគិតថានាងអាចសម្លាប់គាត់បានមែនឬបិសាចចាប់ផ្ដើមបញ្ចេញថាមពលរបស់នាងរាងកាយរបស់នាងត្រូវបានគ្របដណ្ដប់ដោយមន្តអាគមទាំងស្រុងហើយ100 Eyes របស់នាងត្រូវបានដំណើរការនាងបានប្រឈមមុខនឹង Lu ដើម្បីចង់ដឹងថាតើគាត់អាចទប់ទល់នឹងក្បាច់ពិសេសចុងក្រោយរបស់នាងបានដែរឬទេរួចក៏បានបាញ់កម្រិតស្មីថាមពលជាច្រើនពីភ្នែករបស់នាងសម្ដៅទៅរក Lu បានបង្រួមខ្លួនយ៉ាងលឿនហើយប្រែคล้ายជាមូកម្ដងទៀតគាត់បានសុំឲ្យក្បាលផ្សេងទៀតរបស់គាត់ការពារគាត់ពីការវាយប្រហារដ៏សាហាវហើយពួកគេក៏បានយល់ព្រមយ៉ាងម៉ឺងម៉ាត់ពួកគេបានសម្រុកចូលទៅរក Demon Queen ដែលកំពុងបន្តវាយប្រហារអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួននាងការផ្ទុះយ៉ាងខ្លាំងបានកើតឡើងនៅក្នុងបន្ទប់ដោយមានការភ័ន្តច្រឡំ Queen បានឆ្ងល់ថាតើរាងកាយរបស់នាងបាត់ទៅណាទោះជាយ៉ាងណាតួអង្គឯកដែលឥឡូវនេះនៅពីលើនាងបានវាយសម្រុកយ៉ាងខ្លាំងក្លាដោយប្រើដាវ Phoenix Sword របស់គាត់ដោយបំផ្លាញឱកាសចុងក្រោយសម្រាប់ King of 100 Eyes ដោយសម្លឹងមើលបិសាចតួអង្គឯកបាននិយាយថាវាជារឿងងាយស្រួលពីព្រោះគាត់បានដឹងពីក្បាច់របស់នាងទាំងហោះរួចទៅហើយគាត់លើកដាវឡើងហើយប្រកាសថាបន្ទាប់ពីការវាយប្រហារចុងក្រោយនេះ King of 100 Eyes នឹងត្រូវបញ្ចប់ជាស្ថាពរប៉ុន្តែភ្លាមនោះមានសម្លេងមួយបានប្រាប់ឲ្យគាត់ឈប់មនុស្សម្នាក់បានលេចតាមរយៈ portal ហើយពន្យល់ថាបិសាចនេះគឺជាអ្នកការពារច្រកទ្វារ Gate of Artemis ដោយសួរថាតើតួអង្គឯកនឹងអនុញ្ញាតឲ្យពួកគេនាំនាងត្រឡប់ទៅវិញដែរឬទេដោយពោពេញទៅដោយការស្អប់ខ្ពើមតួអង្គឯកបានសុំទោសហើយជាមួយនឹងកែវភ្នែកដ៏កាចសាហាវគាត់និយាយថារាល់បិសាចទាំងអស់ដែលធ្លាក់ក្នុងដៃគាត់ត្រូវតែស្លាប់គាត់ក៏បានវាយប្រហារចុងក្រោយទៅលើបិសាចមនុស្សនៅក្នុង portal បានកត់សម្គាល់ថាហាក់ដូចជា Lu នៅមិនទាន់បានខឿនគ្រប់គ្រាន់នៅឡើយហើយក៏មិនទាន់យល់ច្បាស់ពីរបៀបដែលច្បាប់ដំណើរការដែរដោយកាន់ស្នូលរបស់ Demon Queen តួអង្គឯកបានសួរថាវាជាច្បាប់ឈួតឡប់ប្រភេទណាទៅដោយឆ្ងល់ថាហេតុអ្វីបានជាអ្នកបម្រើរបស់ព្រះខ្លះត្រូវបានអនុញ្ញាតឲ្យដើរធ្វើអ្វីៗតាមអំពើចិត្តបែបនេះស្ត្រីនោះបានឆ្លើយតបថាពួកទេវតាមានវិធីផ្ទាល់ខ្លួនក្នុងការដោះស្រាយបញ្ហាផ្សេងហើយសូម្បីតែស្ដេចស្វាស៊ុនវូកង់ក៏គោរពតាមច្បាប់សួគ៌ដែរនាងបានក្រវីខ្លួនហើយនិយាយថាគ្រាន់តែជាមនុស្សលោកធម្មតាសោះបែរទីចង់មកលូកលាន់កិច្ចការសួគ៌លូក៏បានហូតដាវចេញត្រៀមខ្លួនសម្រាប់សមរភូមិហើយប្រាប់ស្ត្រីនោះថាក្នុងនោះមានច្បាប់គ្រប់គ្រងមនុស្សគ្រប់គ្នាគឺស្មើគ្នាសម្លឹងមើលតួឯកស្ត្រីនោះបានសួរថាតើគេគឺជាលុនយិនដែលត្រូវបានការពារដោយព្រះអមេកនេសាមែនទេនឹងបន្ទាប់មកបានកត់សម្គាល់ថាវាហាក់ដូចជាព្រះអមេកបានប្រគល់អ្វីមួយដល់គេដែលអនុញ្ញាតឲ្យគេកំចាត់បិសាចបានតួឯកញញឹមរួចចាប់ផ្ដើមនិយាយថាពួកគេមែនហើយប៉ុន្តែស្ត្រីនោះបានកាត់សម្ដីដោយសួរថាតើគេហ៊ានអះអាងថាពួកគេគឺជាគ្រួសារតែមួយមែនទេនាងបានត្រៀមខ្លួនវាយប្រហារលូហើយនិយាយថានាងនឹងសុំទោសព្រះអង្គមិចនៅពេលក្រោយឃើញលូការពារខ្លួនស្ត្រីនោះបានបញ្ចេញមតិថាវាគ្រាន់តែជាមន្តអាគមកម្រិតទាបប៉ុណ្ណោះហើយនាងសម្រេចចិត្តកំចាត់គេចោលទោះជាយ៉ាងណាក៏ដោយ
នៅពេលដែលនាងវាយទៅលើខែលរបស់លូនាងមិនអាចបំបែកវាដោយលំពេងត្រីស៊ូលរបស់នាងបានទេនាងបានសួរថាហេតុអ្វីបានជាការការពាររបស់គេខ្លាំងយ៉ាងនេះសូម្បីតែការវាយប្រហារដោយរន្ទះស៊ូគារបស់នាងក៏អាចទប់ទល់បានដែរតួឯកបានពន្យល់ថាបងប្រុសរបស់គេគឺនេហ្សាបានប្រគល់ទ្រព្យសម្បត្តិជាច្រើនឲ្យគេស្ត្រីនោះបាននិយាយថាព្រះអង្គមិចច្បាស់ជាឲ្យតម្លៃគេខ្លាំងណាស់ប៉ុន្តែក្នុងនាមជាមនុស្សលោកធម្មតាម្នាក់ដែលហ៊ានមកប្រជែងជាមួយទេវតាគេសមនឹងស្លាប់បន្ទាប់មកលូក៏បានទាត់នាងនៅត្រង់តំបន់ខាងក្រោមហើយនិយាយថានាងជាអ្នកបង្ខំឲ្យគេធ្វើបែបនេះខណៈនោះស្ត្រីនោះមានអារម្មណ៍ថាដូចជាខ្វិនហាក់ដូចជាផ្ការបស់នាងត្រូវបានខ្ទេចខ្ទីហើយស្រទាប់ផ្ការបស់វាបានជ្រុះអស់សម្លឹងមើលតួឯកនាងបានប្រកាសថាលូពិតជាសមនឹងត្រូវបានកំចាត់ចោលភ្លាមនាងបានលើកដៃម្ខាងឡើងហើយកោះហៅឃ្លក់នៃរន្ទះសួគ៌ The God of Celestial Thunder តួឯកមានការព្រួយបារម្ភដោយឆ្ងល់ថាតើសម្លៀកបំពាក់របស់គេអាចទប់ទល់នឹងការវាយប្រហារនេះបានដែរឬទេទន្ទឹមនឹងនោះស្ត្រីសម្លឹងមើលគេយ៉ាងជឿជាក់នាងបានបើកឃ្លក់អនុញ្ញាតឲ្យផ្លែកបន្ទោបាញ់សម្ដៅទៅរកលូប៉ុន្តែភ្លាមនោះស្ត្រីម្នាក់ទៀតបានលេចមុខមកហើយប្រាប់ស្ត្រីមានស្លាប់នោះឲ្យឈប់ខែលដែលមានរាងដូចផ្កាឈូកបានលេចមកនៅជុំវិញលូដែលតាក់ទាញការចាប់អារម្មណ៍ពីស្ត្រីដែលកំពុងវាយប្រហារគេនោះតើគេគឺជាអមតៈកម្រិតដំបូង Early Stage Immortal មែនទេអ្នកថ្មីនោះបានសួរស៊ីនូបានសួរលេយ៉ាងស៊ីថាតើនាងអាចលែងមនុស្សលោកម្នាក់នេះបានទេយ៉ាងស៊ីយល់ព្រមភ្លាមដោយកត់សម្គាល់ថាបុរសម្នាក់នោះអាចនឹងក្លាយជាសត្រូវរបស់ពួកគេនៅថ្ងៃអនាគតប៉ុន្តែនាងសង្ឃឹមថាគេនឹងមានការយល់ដឹងច្រើនជាងនេះហើយមិនបង្កបញ្ហាបន្ថែមទៀតហោះហើរយ៉ាងលឿនឆ្ពោះទៅកាន់ច្រកដែលនាងបានមកយ៉ាងស៊ីបានក្រឡេកមើលទៅតួឯកវិញហើយនិយាយថានាងនឹងចងចាំគេនៅខណៈនោះគំនិតមើលបានលេចឡើងក្នុងចិត្តរបស់តួឯកគេបានតោងស៊ីនូដោយអរគុណនាងដែលបានជួយសង្គ្រោះគេហើយចាប់ផ្ដើមពោលពាក្យសរសើរនាងយ៉ាងខ្លាំងក្លាប៉ុន្តែនាងគ្រាន់តែប្រាប់ឲ្យគេក្រោកឈរឡើងស៊ីនូនិយាយថាទេវតានៅតែមិនយល់ពីធម្មជាតិរបស់មនុស្សហើយលេយ៉ាងស៊ីគឺមានភាពក្រអឺក្រទមដល់ឆាំងតួឯកឆ្លើយថាមិនអីទេព្រោះគេក៏នឹងក្លាយជាអមតៈម្នាក់ដែរនៅថ្ងៃអនាគតគេបានថ្លែងយ៉ាងជឿជាក់ថានៅពេលដែលពេលនោះមកដល់គេនឹងកែប្រែបរិយាកាសនៃអាណាចក្រសួគ៌បន្ទាប់មកលោកក៏បានស្រមៃមើលថាតើគេនឹងធ្វើអ្វីចំពោះញ៉ាងស៊ីនៅពេលដែលពេលនោះមកដល់ស៊ូបានរត់ទៅរកស៊ីនូហើយនិយាយថានាងគិតថានាងនឹងមិនបានជួបបុព្វបុរសរបស់នាងម្ដងទៀតទេស៊ីនូបានអោបនាងដោយនិយាយថានាងមិនបាននឹកស្មានថាការបរបាញ់របស់ស៊ូគ៌នេះនឹងបង្កឲ្យស៊ូមានការឈឺចាប់ខ្លាំងយ៉ាងនេះឡើយយំផងស៊ូព្យាយាមពន្យល់ថាតួឯកបានជួយសង្គ្រោះនាងដោយការយកឈ្នះបិសាច100ភ្នែក 100 Eye Demon ញញឹមស៊ីនូយល់ថាតួឯកគឺជាញាក់ដែលបានជួយសង្គ្រោះកូនចៅរបស់នាងសម្លឹងមើលគេហើយនិយាយថាប្រសិនបើគេមានសេចក្តីក្លាហានប្រឈមមុខនឹងស្ដេចបិសាច100ភ្នែកដើម្បីជួយសង្គ្រោះស៊ូនោះគេប្រកាសជាស្រឡាញ់នាងពិតប្រាកដហើយដោយដឹងពីស្ថានភាពនេះតួឯកឃើញថាស៊ីនូយល់ច្រឡំគ្រប់យ៉ាងប៉ុន្តែគេសម្រេចចិត្តធ្វើតាមនឹងចោះព្រោះវាមិនអាក្រក់ទេដែលមានសម្ព័ន្ធមិត្តម្នាក់ទៀតបន្ទាប់មកទៀតស៊ីនូបាននិយាយថាចាប់ពីពេលនេះតទៅតួឯកគឺជាកូនប្រសាររបស់គ្រួសារពួកគេហើយប្រសិនបើគេត្រូវការអ្វីនាងនឹងនៅចាំបម្រើជានិច្ចដោយការអៀនខ្មាស់តួឯកព្យាយាមឆ្លើយតបប៉ុន្តែត្រូវបានកាត់ផ្ដាច់ដោយបរមរាជដែលឈរក្បែរមេជាវដែលស្រែកថាគេជំទាស់នឹងការរៀបការនេះបរោះនោះនិយាយថាគេបានឮពីសិស្សប្អូនរបស់គេថាស៊ូកំពុងស្ថិតក្នុងគ្រោះថ្នាក់ជាប់ក្នុងរូងភ្នំនោះដូច្នេះគេក៏ប្រញាប់មកជួយនាងគេបានសួរថាតើស៊ូមិនអីទេមែនទេស៊ីនូបានឆ្លើយតបថា Minister Shing ពិតជាមានចិត្តសប្បុរសហើយបញ្ជាក់ថាស៊ូមិនអីទេប៉ុន្តែបន្ទាប់មកនាងបានសួរថាហេតុអ្វីបានជាលោកជំទាស់នឹងការរៀបការនេះ
Minister Shing និយាយថាមេចែវក៏ចូលចិត្តលុនយ៉ែនដែរហើយពួកគេទាំងពីរថែមទាំងមានភាពស្និទ្ធស្នាលនឹងគ្នាទៀតផងសម្លឹងមើលតួឯកស៊ីនូនិយាយថានាងគិតថាគេគឺជាមនុស្សដែលមានមនោសញ្ចេតនាច្រើនជាងនេះប៉ុន្តែតួឯកមានការភ្ញាក់ផ្អើលហើយនិយាយថាគេមិនបានធ្វើអ្វីខុសបន្ទាប់មកពួកគេទាំងពីរបានសម្លឹងមើលគេហើយសួរថាតើគេនឹងជ្រើសរើសយកអ្នកណាហេស៊ូឬមេជាវស៊ូបានឈរនៅពីមុខតួឯកដោយនិយាយថានាងសុខចិត្តចែករំលែកលុនយ៉ែនជាមួយបងស្រីរបស់នាងមេជាវហើយសុំគុំបង្ខំឲ្យគេធ្វើការជ្រើសរើសមេចៅយល់ព្រមដោយនិយាយថានាងក៏យល់ស្របនឹងការរៀបចំនោះដែរព្រោះសមត្ថភាពរបស់តួឯកក្នុងការហ្វឹកហាត់រួម dual cultivation គឺខ្លាំងណាស់ហើយនាងមិនប្រកាសថានាងអាចដោះស្រាយម្នាក់ឯងបានទេចាស់ទុំទាំងពីរបានសម្លឹងមើលក្មេងស្រីទាំងពីរដោយក្តីងឿងឆ្ងល់ជានូបានងាកមកហើយនិយាយថានាងនឹងមិនជ្រៀតជ្រែកទៅនឹងកិច្ចការរបស់យុវជនទៀតទេ Minister Singh បានកត់សម្គាល់ថាមានស្ត្រី2នាក់ចង់បម្រើស្វាមីរបស់ពួកគេដោយនិយាយថាលូពិតជាសំណាងណាស់នៅពេលនោះតួឯកបានគិតក្នុងចិត្តថាមាន6នាក់ផ្សេងទៀតក្រៅពីអ្នកទាំងពីរនោះជានូបានប្រមានថាទោះបីជាលូមានជំនាញក្នុងការហាត់ dual cultivation ក៏ដោយក៏គាត់គួរតែហាត់វាដោយកម្រិតមធ្យមដើម្បីជៀសវាងការបង្កជម្លោះរវាងស្ត្រីទាំងនោះតួឯកបានឱនក្បាលនិងអរគុណនាងសម្រាប់ការផ្ដល់ដំបូន្មាន Minister Singh បានសម្លឹងមើលគាត់ហើយនិយាយថាលូធ្វើឲ្យគាត់នឹកឃើញដល់នរណាម្នាក់ដែលជា Star Lord ដ៏ល្បីល្បាញម្នាក់ឈ្មោះ Lee Sin តួឯកបានសួរថាតើនោះមិនមែនជាស្ដេចកំណាច King Joe of Chang ទេឬ Minister បានឆ្លើយថាខណៈពេលដែលសៀវភៅប្រវត្តិសាស្ត្រមនុស្សនិយាយបែបនោះការពិតគឺស្មុគស្មាញជាងនេះទៅទៀតដោយបានសន្យាថានឹងប្រាប់រឿងទាំងស្រុងនៅពេលក្រោយគាត់បានបន្ថែមថាបន្ទាប់ពីមរណភាពរបស់ Disin គាត់ត្រូវបានគេដាក់ឈ្មោះថា Celestial King ហើយធ្លាប់ជាមិត្តម្នាក់ក្នុងចំណោមមិត្តភក្តិដ៏តិចតួចរបស់ Minister នៅពេលនោះ Minister បាននឹកឃើញនៅអនុស្សាវរីយ៍ល្អៗពីមិត្តចាស់របស់គាត់ដោយឃើញទឹកមុខបែបនេះជានូបានហៅគាត់ថាជាបុរសចំណាស់ដ៏ល្ងង់ខ្លៅដែលធ្វើបែបនេះនៅចំពោះមុខក្មេងៗជំនាន់ក្រោយ Minister បាននិយាយថាប្រសិនបើ Disin មិនបានបំពានច្បាប់ទេគាត់ចង់ណែនាំគាត់ឲ្យស្គាល់លូណាស់គាត់បានបន្ថែមថាគាត់នឹងពិនិត្យមើលថាតើមិត្តរបស់គាត់បានបន្សល់ទុកនូវបច្ចេកទេសអ្វីខ្លះហើយនឹងប្រាប់លូប្រសិនបើគាត់រកឃើញអ្វីមួយតួឯកបានអរគុណ Minister សម្រាប់កិត្តិយសដ៏ធំធេងនេះគិតក្នុងចិត្តថានេះប្រហែលជាអាចដោះស្រាយបញ្ហារបស់គាត់ដែលមិនទទួលបានពិន្ទុសម្រាប់ dual cultivation នៅពេលដែលមិនស្ថិតក្នុងទម្រង់ D របស់គាត់ Minister បានចាប់ផ្ដើមលាគ្នាពន្យល់ថាគាត់ត្រូវទៅល្បាតបន្តជានូបានប្រាប់តួឯកនិងក្មេងស្រីៗថាពួកគេអាចត្រឡប់ទៅវិញតាមរយៈ airship នាងបានយកវត្ថុតូចមួយមកកាន់ក្នុងដៃហើយពន្យល់ថានាវាហក់នេះនឹងនាំពួកគេត្រឡប់ទៅវិញហើយថែមទាំងអាចការពារពីការវាយអារម្មណ៍របស់បិសាចទៀតផងតួឯកបានទទួលយកវត្ថុនោះនិងអរគុណ Immortal Maiden សម្រាប់ការយកចិត្តទុកដាក់របស់នាងប៉ុន្តែបាននិយាយថាគាត់មិនទាន់អាចត្រឡប់ទៅវិញបានទេព្រោះគាត់ត្រូវស្វែងរកឪពុករបស់គាត់ដែលនៅក្បែរនោះ Minister Singh មានការចាប់អារម្មណ៍ខ្លាំងនៅពេលដឹងថាឪពុករបស់តួឯកក៏កំពុងហាត់វិជ្ជាក្នុងហ្គេមនេះដែរគាត់បានដកសក់មួយសរសៃពីក្បាលរបស់ឡូហើយប្រើវាដើម្បីស្វែងរកឪពុករបស់គាត់ឡូបានសួរថាតើឪពុករបស់គាត់សុខទុក្ខយ៉ាងណាដែរហើយ Minister បានរាយការណ៍ថាគាត់បានរត់គេចខ្លួនរួចហើយបច្ចុប្បន្នកំពុងមានសុវត្ថិភាពនៅជាន់ទី3ដោយគ្មានបិសាចនៅក្បែរនោះទេដោយធូរស្រាលក្នុងចិត្តឡូនិយាយថាគាត់រីករាយដែលឪពុករបស់គាត់សុខសប្បាយប៉ុន្តែដោយសារគាត់មិនអាចឡើងទៅជាន់ទី3បាននៅពេលនេះគាត់បានសុំឲ្យ Minister និង Sianu ជួយគាត់ Minister បានសន្យាថាពួកគេនឹងស្វែងរកឪពុករបស់ឡូជាបន្ទាន់និងទាក់ទងគាត់ប្រសិនបើមានដំណឹងអ្វីមួយក្មេងស្រីៗបានអោបតួឯកហើយប្រាប់គាត់កុំឲ្យបារម្ភព្រោះបុព្វបុរសរបស់ពួកគេនឹងស្វែងរកឪពុករបស់គាត់ឲ្យឃើញបន្ទាប់មក Minister និង Sianu ក៏បានចេញដំណើរទៅ
โมยูหนึ่งชูบานเฉลียดโอกาสปรับตัวไอทาการประยุทธ์กิลด์เฮบหนึ่งจับดามให้เหล่านี้จีเปลวิเลียดอลลาร์ดำใบฮัดวิเจียต้นเติมหนึ่งนู่เนื้อไอมูลฐานประสาทระบบกองเบาก็เตือบไตตะตูลดำเนินท่าโลบานกำจัดใบสายมันเตียดด้อยกำเฮงกอดเกทานเนยาจะบัสจิบานพดอลอาวุธสำงัดเอาไว้มุ้ยดอลโลดำใบบังกราบใบสายให้กอดบานเกทาประเสริญบัดชมูระบักกอดมันเนยเลอบัญชีแปะดอจงไรนูเต้กอดหนึ่งบ่มพลายมนุษย์มันนี้โดยต่อใดกองเบาบานสำเร็จเจตเริกเมดึกน้อมใน Celestial Guild ดำใบส้มอ้อยกอดจัดกาจิมุยโลรุมลักปีปฏิกาทำไมกองเบาเจือเจทาเมดึกน้อมหนึ่งสบายเจ็ดครั้งนะดาร์บานลือดำเนิงนี่นื้อกันลายเพลงเตียดคลงเพียบตัวเตสะอาดมนุษย์มันเนะกำพุงลุดจังกุงหายตรือบานเก็บซาบชอบเนื้อหนึ่งกันลายสำเลงมวยบานบรรลือลางเป้งลมหาดอยนิเยท้าเสสิยาบานร้องทุกเวทเนียอย่างคลั่งบรอฟได้ตรือบานเกจองในตินุคือจางสิยาสำเลงนุบานบรรต่อเตียท้ามาสเตอร์บานเมื่อคืนจิหมุนในการเฉลี่ยนเปลี่ยนระบะพิภุบิซาดหนึ่งการดูระลมในอาณาจักรเทียงใบโดยในหายเวียบานตำรือเอาจางสิยาโจเลงเกมหนึ่งซืบองเกตถาเต้าแปรมวยนาคละได้กำปุงคุบคิดจิมวยบิซาดจางสิยาบานสู่ท้าตาวเนกบอดมันแมนจีกงเบาตีหรือหอยฮัดเอาไว้บานจีมาสเตอร์มันบังกราบกอดสำเลงนุบานฉลอยท้ากงบ่าวกรอนตายจะหน่วยปะเนาะเฮยเนี่ยคุบคิดเป็นประกอบคือสถัดในจำนวนกำปูในเฟรีเรลมจางสิยาบานเจ้าสู่ท้าตาวเนี่ยกระบอดเปิดจีอาจเมียนเนออาณาจักรดอกกระปงกระปุแบบนี้แมนหรือเฮยสำเลงนุบานบันเจกท่าวิจิกาเปิดดอยเป็นยุลท้ากาได้เนี่ยกระบอดมันตอนเทรบานเกรอเคินเมียนในถากกอดสถิตเนออาณาจักรใดจุดหนึ่งกำรัดเสกสำเร็งนุกบานสมเอาเจียงสิยาปิเนตเมลอุปกรณ์ระบักกงเบาหนึ่งเซิร์ฟอังเกตมนุษย์เนกนงบัญชีเลิฟปีนี้เวียบานปรูเมียนทาเวียหนึ่งมันอายกาวเกียกอดบานเทประเสริญเบามีเรื่องเอาไว้กัดล่างโดยชนะกนงการในมินโกรธมากเจียงกัวแต่เห่ามาสเตอร์มอกดำไว้กาเปียจำพวกตึกหมกเมืองมัดเจียงสิยาบานชลอยทากอดหนึ่งเถยตามบัญชีปันใต้กอดมีเรื่องจองเรกาใบซัดยังได้กงเบาบานจวยหลุดนอมโจลตรอยบานสำหรับมาดองมันเนี่ยมาดองด้อยมนุษย์มันเนี่ยชโมลูจินสำเลงนูบานฉลอยตอบทาขณะเปดามนุษย์จิจรานเมียนเตปกอซอกนงกาสำหรับใบซัดเวียนึงบรรจูนนามันเนี่ยเติบเตียงฝตวดประพุบดามระบักกอดประสันบาเราเคยทาบริสุทธิ์ลู่นึงถือบานอนุญาตเอาโจลนึงตะโตลบานกาบันโดดาลกาในเปียนุกาบบตูดมุ้ยดาเมียนฟตุกทมอปอกระหอมบานจับดามบรรเจงปนลือปอเมียกงเบาบานดังทาเจียงสิยากงปุงนิเยจิมวยออริจินอลเซเลสเตียลอดต้นเติมหนึ่งนุแล้วขนงสาพาเวเลียนในสตาร์เซ็กพอดีเยระเบาะประเทียนเกี้ยวคือลูรวนกงปุงสไดบันโตสวาเมเบาะเนียงคือหงจัวเนียงบานหาวกอดทาชิมนุเอ็ดปย้อยให้สู่ท้าต่อกอดบานหัดปัจจัยกระเตดแบบหน้าเติบคลายที่ยูนิคแบบนี้เนียงบานสลายท้าจิบุตระเบาะเนียงพิบาหน้าให้ประสันบ่าวเนียงดาวตามกอดเนียงจิบ้าจะคลายเจสตรีไม่ไม้มันคันบรอนูบานสลอยท้าเนื้อไปได้กอดลางดอกกำเร็ดมือร่อยกอดหนึ่งอาจสตาผนัยคังครอมระบักกอดลางเวนบานเจมันคันให้บรรต่อมอพ่อที่เยระบักกอดจองถือเอาไว้ก็บานตามจัดดอยบรรต่อสังกอดงุนเลกอดลูเรียนบานสู่ท่าต้าววีหนึ่งกาดลางเนเปนาเป็นประกาศกงบ้าวบานหมอกดอเนเปโนดอยนิเยท่าวีหนึ่งกาดลางขนงระยะเปแต่มูสับประดาปะเนาะได้ประปุนมือกูนี้บานเมื่อเตอมอดเวียเตียงเงืองชงาลกอดบานแนนวมครวนทาจีกองบ่าวชีบรักเกรกรอมเนี่ยแนเตียงปีบานมือมกอดดอยกระไดรุมเพิบหายห้องเชียนบานจำนำกอดทาจีเนี่ยกรุบกรองเกมเนี่ยลูเวงบาบีบจำครวนยังฉับรอฮะให้นิเยทาเนียงริกเรียได้บ้านจูบหลกกองบ่าวขณะได้ประได้ระบอเนียงชงอลทาตากองบ่าวกำปงลุดมือประปุนระบอกอดหรือยังหน้าดอยเมียนกาเคิงสบาบันติดกองบ่าวบานตอบมินทาโบรักเกรกรอมันชูจัดมนุษย์ไรเตห้องเชียนการตายรุมเพิบให้นิเยทาโนชีเอาไว้ได้ตรรุมเปิงตุกอย่างนาเหมือนอยากบวกเท้าอัศมิอยากทีกระปงกระปัวหนึ่งมีนกุณทัวมันเต้ายอบมาเปรียบเทียบจมวยมนุษย์ธรรมดาเลยตัวชี้อย่างนาก็ด้อยเนื้อเป้ได้ลูเรียนแบเจนเตยกองบ่าวบันสมไอเนียงเนื้อบันต่อ
នាងកាន់តែរំភើបដោយគិតថាគាត់បានលងស្នេហ៍នឹងមុនស្នេហ៍របស់នាងទោះបីជាគាត់ជាថៅអេសដ៏ខ្ពង់ខ្ពស់ក៏ដោយដោយការខឹងសម្មាយ៉ាងខ្លាំងកងបាវបានគិតថានៅពេលដែលអាជីវកម្មត្រូវបានបញ្ចប់អ្នកទាំងពីរនឹងត្រូវបូជាដល់បិសាចដ៏ធំបន្ទាប់មកគាត់បានងាកទៅរកប្រធានហ្គាវហើយសុំឲ្យគាត់លុតជង្គង់ដោយសារគាត់មានសំណាមួយហងជៀនបានគិតខ្លាំងចិត្តថាព្រះតែងតែមកសុំជំនួយខណៈពេលដែលធ្វើឲ្យមនុស្សធម្មតាលុតជង្គង់ទន្ទឹមនឹងនោះលូរៀនបានសួរថាតើកងបាវចង់ធ្វើ dual cultivation ជាមួយនាងដែរឬទេប៉ុន្តែកងបាវទ្រាំលែងបានហើយបញ្ចេញធម្មពលដ៏ខ្លាំងក្លារួចនិយាយថាប៉ុណ្ណឹងបានហើយកងបាវបានបញ្យល់ថាគាត់ត្រូវការជំនួយដើម្បីដោះស្រាយជាមួយនារាម្នាក់ប្រធានបានសួរថាជាអ្នកណាហើយគាត់បានឆ្លើយថាលូយីនដោយការខឹងសម្បាប្រធានបានសួរថាតើវាជាលូយីនដ៏ចង្រៃដែលកើតមកមានរូបកាយ dual cultivation ដ៏ពិសិដ្ឋមែនទេកងបាវបានបញ្ជាក់ហុងយីននិយាយថាគាត់បានតាមរកគេជាយូរណាស់មកហើយដើម្បីសងសឹកឲ្យប្អូនប្រុសរបស់គាត់បន្ទាប់មកលូរៀនបានសួរកងបាវថាតើលូយីនជាសត្រូវមែនទេកងបាវបានប្រាប់ប្រធានកុំឲ្យបារម្ភព្រោះគាត់មានអាវុធវេទមន្តសម្រាប់ដោះស្រាយរឿងនេះបន្ទាប់មកគាត់បានបង្ហាញធ្មេញខ្លាំងខ្លាយដ៏ចម្លែកដែលមានចង្កូមមុតស្រួចហើយសូមឲ្យលូរៀនប្រើវត្ថុវេទមន្តនេះដើម្បីព្យាយាមរឹបអូសឧបករណ៍ dual cultivation របស់លូយីនគាត់បានចាប់ផ្ដើមចាកចេញពីបន្ទប់ដោយនិយាយថានេះគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់លូយីននៅពេលដែលគាត់ចូលទៅក្នុងខ្លោងទ្វារគាត់បានធានាថាប្រសិនបើវាដំណើរការហុងយីននឹងវិវត្តដល់កម្រិត100ក្នុងរយៈពេល1សប្តាហ៍ប្រធានបានកាន់វត្ថុនោះដោយទឹកមុខខកចិត្តប៉ុន្តែបានគិតថាយ៉ាងហោចណាស់វាក៏គ្រាន់តែប្រើមាត់របស់នាងដែរគាត់បានងាកទៅរកប្រពន្ធរបស់គាត់ហើយនិយាយថានាងនឹងត្រូវបានអនុញ្ញាតឲ្យប្រើតែមាត់របស់នាងប៉ុណ្ណោះហើយលូរៀនបានឆ្លើយថានាងយល់ហើយមួយសន្ទុះក្រោយមកលូបានត្រឡប់ទៅតាមបាន VIP ដែលជាកន្លែងរបស់ហ្វុងមុនពេលគាត់អាចនិយាយអ្វីបាននាងបានលើកទូរស័ព្ទរបស់នាងរួចតែហើយទាំងខឹងហើយសួរថាតើគាត់បានលួចហូបក្រោយឬយ៉ាងណានាងបានគំរាមគាត់ដោយនិយាយថាប្រសិនបើគាត់មិនផ្ដល់ចំណីឲ្យនាងជារៀងរាល់ថ្ងៃទេគាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅទៀតទេដោយភាពភ័យខ្លាចលូបានដឹងនៅពេលនោះថាគាត់កំពុងត្រូវបានលាតត្រដាងប៉ុន្មាននាទីក្រោយមកហ្វុងនិងតួឯកបានស្ថិតនៅក្នុងបន្ទប់របស់នាងហ្វុងមានអារម្មណ៍សោកសៅបាននិយាយថានាងដឹងថាគាត់មានអំណោយទាននៃ dual cultivation ហើយនាងមិនអាចគ្រប់គ្រងគាត់ម្នាក់ឯងបានទេប៉ុន្តែនាងចាប់ផ្ដើមយំដោយសារភាពថាវាពិបាកសម្រាប់នាងក្នុងការទទួលយកលូបានអោបនាងហើយសុំទោសប៉ុន្តែនាងបានប្រាប់គាត់ថាកុំធ្វើបែបនេះទោះជាយ៉ាងណាក៏ដោយប្រសិនបើគាត់នឹងធ្វើរឿងនោះជាមួយមនុស្សផ្សេងទៀតនាងបានសុំឲ្យគាត់យ៉ាងហោចណាស់កុំដាក់បេះដូងចូលដោយភាពអស់សង្ឃឹមនាងបានសួរថាតើគាត់ពិតជាចង់ធ្វើវាឬទេហើយគាត់បានបញ្ជាក់ថាគាត់នឹងធ្វើហ្វុងបានអង្គុយលើគ្រែហើយសួរថាតើគាត់នឹកនាងទេបន្ទាប់ពីបែកគ្នាយូរមកហើយលូបានសម្លឹងមើលទៅក្នុងភ្នែករបស់នាងហើយនិយាយថាគាត់បានគិតពីនាងពេញមួយពេលគាត់បានចាប់យកឱកាសហើយថោកសម្បករបស់នាងហ្វុងអៀនប៉ុន្តែលូបានសុំនាងកុំឲ្យអៀនបន្ទាប់មកគាត់បានប្រើជំនាញរបស់គាត់ដើម្បីផ្ដល់ឲ្យនាងនូវការថោកវាលមុខដ៏សាហាវដែលធ្វើឲ្យហ្វុងមានអារម្មណ៍យ៉ាងជ្រាលជ្រៅហើយសម្បករបស់នាងចាប់ផ្ដើមបញ្ចេញពន្លឺដ៏ត្រចះត្រចាំងបន្ទាប់មកលូបាននិយាយថាគាត់នឹងចូលទៅចំណុចសំខាន់ដោយដាក់រ៉ុកេតរបស់គាត់ឲ្យដំណើរការដើម្បីនាំហ្វុងទៅកាន់ដំណើរកម្សាន្តផ្កាយអង្គុយលើរ៉ុកេតហ្វុងបាននិយាយថាជាមួយនឹងរតនសម្បត្តិដ៏ពិសិដ្ឋនេះនាងមានអារម្មណ៍ថានាងនឹងទៅដល់អាណាចក្រអមតៈក្នុងពេលឆាប់ៗនេះពេលខ្លះបានកន្លងផុតទៅហើយហ្វុងកំពុងដេកលក់យ៉ាងស្ងប់ស្ងាត់លូកំពុងលាងមុខនិយាយថាថ្ងៃស្អែកពួកគេគួរតែរៀបចំខ្លួនហើយព្យាយាមរៀបចំហ្គីលឡើងវិញទន្ទឹមនឹងនោះនៅកន្លែងងងឹតមួយឆាវកំពុងផ្ញើសារអំពីតួឯកដោយខឹងសម្បាគាត់បាននិយាយថាលូអ៊ីនសមនឹងស្លាប់ហើយស្ត្រីអស់នោះគួរតែជារបស់គាត់ដោយប្រើរូបភាពកាត់តរបស់លូជាមួយព្រះអង្គចាស់នេសាលោកឆាវបានសម្រេចចិត្តបូកបញ្ឆោតមតិយោបល់របស់សហគមន៍អនឡាញនៅក្នុងហ្គេមដើម្បីវាយអត្ថាលូអ៊ីន
នៅព្រឹកបន្ទាត់ហ្វងបានប្រាប់លូថានាងបានសុំឲ្យមនុស្សដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងហ្គៀលមកជួបជុំគ្នានៅទីនោះនៅពេលព្រឹកហើយបន្ទាប់មកបានសួរថាតើតួឯកបានជ្រើសរើសឈ្មោះសម្រាប់ហ្គៀលហើយឬទេលូបានឆ្លើយថានាងអាចជ្រើសរើសឈ្មោះណាមួយដែលនាងចង់បាន ហ្វងបានស្នើឈ្មោះ Mortal Immortal Cultivation លូបានយល់ព្រមដោយនិយាយថាវាគឺជាឈ្មោះដ៏សមរម្យមួយព្រោះពួកគេគឺជាមនុស្សលោកដែលកើតក្នុងលោកនេះហើយត្រូវអនុវត្ត Taoism រៀងរាល់ថ្ងៃដោយគ្មានពេលសម្រាកនៅពេលដែលពួកគេចាកចេញពីផ្ទះរបស់ហ្វងពួកគេបានជួបមនុស្សតែ3នាក់ប៉ុណ្ណោះនៅខាងក្រៅគឺម៉ាជូជូនិងបាវមីដោយមានការងឿងឆ្ងល់លូបានសួរថាហេតុអ្វីបានជាមានមនុស្សតិចយ៉ាងនេះហ្វងបានមើលទៅក្នុងក្រុមឆាតរបស់គៀវហើយឆ្ងល់ថាហេតុអ្វីបានជាសមាជិកជាច្រើនចាក់ចេញអស់បាវមីបានលើកទូរស័ព្ទរបស់នាងឡើងហើយបញ្យល់ថាមានគេកំពុងព្យាយាមបង្កាច់បង្ខួយ Master ដោយចែកចាយទៅជាចាំអារ៉ាមតាមអ៊ីនធឺណិតថាគាត់កំពុងបឺតជញ្ជក់ធម្មពលរបស់មនុស្សដើម្បីសម្លាប់វិស័យតួអង្គឯកបានយកទូរស័ព្ទមកមើលដោយខ្លួនឯងរូបភាពដែលបង្កើតដោយ AI មួយបានបង្ហាញខ្លួនដោយបង្ហាញរូបគាត់ជាមួយនឹងក្មេងស្រីម្នាក់រួមជាមួយសារដែលសរសេរថាអ្នកដែលលួចយកធម្មពលខ្លឹមសាររបស់មនុស្សគឺជាវិស័យនៅពេលនោះជនក្បត់បានមកដល់កន្លែងកាត់ហេតុហើយស្រែកថាគឺគាត់នឹងហើយនាងបានចង្អុលទៅកាន់តួអង្គឯកហើយអះអាងថាលូបានបោកប្រាស់នាងដោយសន្យាថានឹងជួយនាងកម្ចាត់វិស័យប៉ុន្តែបែរជាវេហានាងទៅវិញនាងបានប្រឌិតរឿងថាលូប្រាប់នាងថារាងកាយរបស់នាងមិនស្អាតស្អំហើយត្រូវការជំរាបឲ្យស្អាតបន្ទាប់មកក៏បញ្ជាឲ្យនាងដកសម្លៀកបំពាក់ចេញជាបន្ទាន់នាងបានរៀបរាប់ថាខ្លួនឯងដេកអស់សង្ឃឹមនៅលើគ្រែហើយសួរថាតើគាត់គ្រោងនឹងធ្វើអ្វីបន្តទៀតរួចលូក៏និយាយមកកាន់នាងទាំងទឹកមុខអាក្រក់ថាគាត់នឹងធ្វើធម្មពលទេបន្តិចបន្តួចឲ្យនាងត្រឡប់មកបច្ចុប្បន្នវិញចៅបានហៅតួអង្គឯកថាជាបិសាចដោយអះអាងថាលូបានបង្ខំមិត្តស្រីរបស់គាត់ឲ្យស្រឡាញ់គ្នាអស់រយៈពេល3ឆ្នាំហើយនាងគឺជាអ្នកជួយឧបត្ថម្ភលួយអ៊ីនផ្នែកហិរញ្ញវត្ថុដោយគ្មានភាពអៀនខ្មាស់ចៅបានបន្ថែមថានៅថ្ងៃដែលគាត់កំពុងប្រារព្ធខួបលើកទី3របស់ពួកគាត់លូបាននៅក្នុងឡានជាមួយបៃឈីហើយបានធ្វើរឿងមិនសមរម្យនៅចំពោះគាត់តែម្ដងចៅបានចាប់ផ្ដើមរៀបរាប់ពីឈុតឆាកដដែលនោះតាំងពីដើមរឿងប៉ុន្តែបានដាក់លូចូលក្នុងកន្លែងរបស់គាត់វិញតាមរបៀបដែលគួរឲ្យអស់សំណើចបំផុតមនុស្សនៅក្បែរនោះបានចាប់ផ្ដើមវិនិច្ឆ័យតួអង្គឯកក្មេងស្រីនៅក្បែរនោះបានចាប់ផ្ដើមខ្សឹបខ្សៀវថាលូកំពុងបឺតជញ្ជក់ធម្មពលរបស់មនុស្សហើយគាត់នឹងធ្វើដូចគ្នាទៅលើអ្នកណាដែលចូលរួមក្រុមហ្គៀលហ្វងបានការពារលូដោយទទួលថាគាត់មិនមែនជាមនុស្សប្រភេទនោះទេហើយពាក្យចចាមអារម្មណ៍តាមអ៊ីនធឺណិតគឺជាការកុហកឈៅដែលកំពុងក្លែងបន្លំខ្លួនបានលើកឡើងថាក្មេងស្រីទាំងនោះមានដើមទ្រូងធំតែខួរក្បាលតូចដែលចាញ់បួកលុយអ៊ីនគាត់បានបន្តញុះញង់ហ្វូងមនុស្សរហូតដល់គ្រប់គ្នាស្រែកដេញលូឲ្យចាក់ចេញពីតំបន់ VIP ដោយមិនមានការຕົកស្លុតលូបានប្រាប់បេជីហឹងជីនឆាថាពួកគេពិតជាសមនឹងទទួលបានពានរង្វាន់ Oscar សម្រាប់ការសម្ដែងនោះណាស់បេជីបានរំលឹកលូថាពួកគេស្ថិតនៅក្នុងតំបន់សុវត្ថិភាពហើយសួរថាតើគាត់ពិតជាចង់សាកល្បងធ្វើអ្វីមួយមែនដែរឬគាត់ចៅបានបន្ថែមថាលូនឹងមិនអាចស្នាក់នៅទីនោះបានយូរទៀតទេព្រោះបើគ្មានសមាជិក6នាក់គាត់នឹងមិនអាចបង្កើតហ្គៀលបានទេហើយនឹងត្រូវកំទេចដោយហ្គៀលធំៗដទៃទៀតនៅពេលនោះលូរីអានបានមកដល់ហើយប្រកាសថានាងនឹងក្លាយជាសមាជិកទី6នៃហ្គៀលរបស់តួអង្គឯកហ្វងបានចង្អុលទៅលូរីអានហើយសួរថានាងជានរណាដោយភាពងឿងឆ្ងល់លូបានសារភាពថាគាត់មិនស្គាល់នាងទេលូរីអានបានឆ្លើយតបថាពួកគេមិនស្គាល់គ្នាទេរួចក៏បន្ថែមដោយអត្ថកំបាំងថាលូអ៊ីនពិតជាមិនមានការរៀបការសម្ងាត់ហើយនាងក៏មិនមែនជាប្រពន្ធរបស់គាត់ដែរហ្វងបានសម្លឹងមើលតួអង្គឯកដោយភ្នែកឡើងភ្លឿងខណៈដែលគាត់ក្រំតែឈើនៅទីនោះទាំងទឹកមុខស្រងួលបន្ទាប់មកលូរីអានបានអះអាងថានាងគ្រាន់តែជាស្រីកំណាន់របស់គាត់ប៉ុណ្ណោះប៉ុន្តែស្រាប់តែធ្វើពុតជាមិនស្រួលខ្លួនដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនាងបានអះអាងថានាងមានអាការៈចាញ់កូនប៉ុន្តែបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាវាមិនមានពាក្យប៉ុនអ្វីជាមួយលូអ៊ីនទេនៅពេលឮបែបនេះលូហ្វងហើយអ្នករកគ្នាដែលនៅក្បែរនោះស្រឡាំងកាំងនិយាយមិនចាន់ហ្វូងមនុស្សបានផ្ទុះកំហឹងដោយស្រែកថាលូបានបោះបង់ប្រពន្ធដែលមានព្រេតពតទៅរៀបការជាមួយស្រីញាក់មានដោយកំហឹងខ្លាំងហ្វងបានសួរថាតើនាងកំពុងពពាស់កូនរបស់គាត់មែនឬគាត់ជាថ្មីម្ដងទៀតលូបានទទួលថាគាត់មិនស្គាល់ស្ត្រីម្នាក់នេះម៉ាជូនិងស៊ូបាននិយាយថាពួកគេមិនជឿថាលូអាចជាមនុស្សប្រភេទនោះបន្ទាប់មកហ្វងក៏បានដកដាវចង្អុលទៅកាន់លូរីអានហើយសួរថាតើនាងកំពុងព្យាយាមដណ្ដើមគាត់នៅទីនេះមែនទេលូរូអៀនបានសម្រេចចិត្តដោះមុខចេញហើយប្រាប់មីសហ្វងថានាងនឹងពន្យល់គ្រប់យ៉ាង
នាងបានអង្គុយលើជញ្ជាំងក្បែរនោះហើយសារភាពថានាងពិតជាមិនស្គាល់លូអៀនទេហើយពួកគេគ្រាន់តែសម្ដែងបន្ទិតបន្តួចសម្រាប់អ្នករាល់គ្នាប៉ុណ្ណោះនាងបានវែកញែកថាទោះបីជាមនុស្សគ្រប់គ្នាឃើញអ្វីមួយនឹងភ្នែកក៏ដោយក៏វាប្រហែលជាមិនមែនជាការពិតដែរដូចជាពាក្យចចាមអារាមជាច្រើនលើអ៊ីនធឺណិតអញ្ចឹងនាងបានសួរហ្វូងមនុស្សថាតើពួកគេភ្លេចអស់ហើយឬនៅរាល់ពេលដែលលូអៀនបានជួយសង្គ្រោះជីវិតរបស់ពួកគេប៉ុន្តែវាមិនអីទេប្រសិនបើពួកគេមិនចង់ចូលរួមគៀវហើយជ្រើសរើសជឿលើពាក្យចចាមអារាមវិញនោះស្ត្រីម្នាក់បានសួរថាហេតុអ្វីបានជាការបង្ហោះនោះមានអ្នក like និង comment ច្រើនម្ល៉េះបើវាជាការคล้ายៗរូអៀនបានឆ្លើយថាអ្នកប្រើប្រាស់អ៊ីនធឺណិតភាគច្រើនគឺមិនសមហេតុផលទេឲ្យតែមានភាពចលាចលបន្តិចបន្តួចពួកគេនឹងរិះគន់នរណាម្នាក់ភ្លាមក្រឡេកមើលទៅបីឈីនាងបាននិយាយថាចាប់តាំងពីលូអៀនកើតមកមានរូបកាយស័ក្តិសិទ្ធិនិងការបណ្ដកធម្មពលគូគាត់មិនអាចជាមនុស្សថោកទាបបែបនេះទេនាងបានសន្និដ្ឋានដោយនិយាយថាប្រសិនបើលូអៀនយល់ព្រមនាងនឹងធ្វើជាស្រីចាយរបស់គាត់ទៀតផងដោយភាពមោះម៉ៅឆៅបានរំលឹកគ្រប់គ្នាថាឋានៈរបស់លូអៀនជាអ្នកបណ្ដោះធម្មពលគូពីកំណើតជាចំណេះដឹងទូទៅតាំងពីគាត់ចូលលេងហ្គេមមកម្លេះបីជីក៏មានការខឹងសម្បាផងដែរដោយបាននិយាយថាលូអ៊ីនគឺជាមនុស្សខូចហើយបានបោកប្រាក់នាងអស់រយៈពេល3ឆ្នាំមកហើយរៀនបានសម្លឹងមើលពួកគេហើយសួរថាតើវាជាការពិតមែនឬកៅបន្ទាប់មកនាងបានបង្ហាញវីដេអូអ្នកទាំងពីរដែលនិយាយអាក្រក់ពីលូទៅកាន់អ្នកគ្រប់គ្នាដែលនៅជុំវិញនោះរៀនបាននិយាយថាទាំងនោះគឺជាការថតចេញពីកាមេរ៉ាសុវត្ថិភាពនៃ Baha Tower នាងបានបញ្ជាក់យ៉ាងច្បាស់ថាបីជីមិនស្រឡាញ់អតីតមិត្តរបស់នាងទេហើយបានបោះបង់ចោលគេទៀតផងបន្ទាប់ពីនិយាយបែបនេះនាងបានសួរថាហេតុអ្វីបានជាបីជីចោទប្រកាន់លូអ៊ីនថាធ្វើពុតជាមន្តអាគមដើម្បីបោកប្រាស់លួយកាក់និងហាត់ dual cultivation បន្ទាប់មកនាងបានថ្លែងថាមនុស្សជាច្រើននៅទីនេះអាចធ្វើជាសាក្សីបានអ្នកឈរមើលមួយចំនួនបានចាប់ផ្ដើមនិយាយថាពួកគេពិតជាចាំបានថាបីជីនិងយ៉ានឆៅបានសើចចំអុកឲ្យលូអ៊ីនដោយហៅគេថាជាអ្នកក្រពួកគេក៏បាននឹកឃើញបីជីនិយាយថាលូគឺជាអតីតមិត្តប្រុសដែលគ្មានប្រយោជន៍របស់នាងនៅពេលឮបែបនេះគូស្នេហ៍ដ៏ចង្រៃនេះក៏ចាប់ផ្ដើមភ័យស្លូនស្លានិងមិនដឹងថាត្រូវធ្វើអ្វីឡើយពួកគេបានចាប់ផ្ដើមរត់ចេញហើយយ៉ានឆៅបានស្រែកថាលូមិនមែនជាមនុស្សល្អនោះទេបីជីបានស្រែកប្រាប់លូឲ្យរងចាំបន្តិចទៀតព្រោះនាងមិនទាន់បញ្ចប់រឿងជាមួយគេនោះឡើយខណៈពេលដែលហ្វូងមនុស្សចាប់ផ្ដើមបែកផ្លូវគ្នាយ៉ានឆៅបានព្យាយាមទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នាឡើងវិញដោយសួរអំពីលូអ៊ីនដែលបឿតយកខ្លឹមសារ Sucking the Essence ពីអ្នកដទៃគេបានចាប់ផ្ដើមដើរក្រឡឹងជុំវិញតួឯកអងដែលបានចំណាំគេបានភ្លាមយ៉ានឆៅបាននិយាយថាដោយសារតែលូបានគំរាមកំហែងគេនឹងទម្លាយរឿងគ្រប់យ៉ាងដោយអះអាងថាតួឯកមិនអាចធ្វើអ្វីគេបានឡើយនៅទីនោះភ្លាមនោះមានម្នាក់បានមកដល់ហើយនិយាយថាលូយីនគឺជាមនុស្សរបស់ព្រះអង្គកម្ចាស់ទី3នេសាដែលបានបញ្ជាក់ថាចំនួនចាក់មជុលវិទ្យាសាស្ត្ររបស់លូយីនគឺខុសពីមនុស្សធម្មតាហើយការហាត់ dual cultivation ជាមួយគេគឺនាំមកនូវផលប្រយោជន៍តែប៉ុណ្ណោះចានឆៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាគ្មានផ្លូវអាចធ្វើបាបតួឯកបានឡើយបន្ទាប់មក Spider Lady ក៏បានមកដល់ដោយនិយាយថានាងបានឮពាក្យចចាមអារាមថាមានមនុស្សមកជួបជុំគ្នានៅទីនោះដើម្បីបង្កបញ្ហានិងផ្សព្វផ្សាយរឿងអាស្រូវហើយនាងត្រូវបានគេបញ្ជាឲ្យមកស៊ើបអង្កេតចានឆៅបានសម្រេចចិត្តរត់ចេញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានប៉ុន្តែ Spider Lady បានសួរថាតើគេគិតថាខ្លួនកំពុងទៅណាហើយបានបាញ់សំណាញ់ដើម្បីចាប់គេដោយសម្លឹងមើលទៅចានឆៅនាងបាននិយាយថាដោយសារតែគេបានរាយការណ៍ពីនាងនិងបំផ្លាញផែនការរបស់នាងនឹងខឿឲ្យគេស្ដាយក្រោយនៅពេលក្រោយនៅក្នុងមណ្ឌលឃុំឃាំងបន្ទាប់មកនាងបានងាកទៅរកលូហើយបានប្រាប់ថាលូទឹកនៅផ្ទះរបស់នាងបានខូចដោយសួរថាតើពេលណាគេនឹងទៅជួយជួសជុលវាតួឯកមានការអៀនខ្មាស់ហើយបានសួរថាតើលូទឹកនៅផ្ទះរបស់នាងមិនអីទេឬហ្វុងដែលមានការផាន់ច្រឡំបានសួរថាតើលូក៏អាចជួសជុលលូបានដែរឬដោយភាពអៀនខ្មាស់គេបានឆ្លើយថាគេចេះធ្វើកិច្ចការនេះបន្តិចបន្តួចដែរ
បន្ទាប់មកហ្វង់បានថ្លែងអំណរគុណដល់ Spider Lady ដែលបានមកដល់ទាន់ពេលវេលាដើម្បីជួយដោះស្រាយវិបត្តិ Spider Lady និយាយថានាងមានកិច្ចការមួយចំនួនទៀតដែលត្រូវធ្វើហើយមិនអាចនៅយូរបានទេខណៈពេលដែលកំពុងអូសចានឆោទៅពន្ធនាគារ Spider Lady បានគិតថាហ្វង់គឺស្លូតត្រង់ពេកហើយរហូតដល់នាងមិនអាចទ្រាំនៅទីនោះបន្តទៀតបានហ្វង់បានងាកទៅលោករៀនហើយអរគុណនាងដូចគ្នារៀននិយាយថាវាមិនមែនជារឿងធំដុំទេហើយវាជាអ្វីដែលគួរតែធ្វើប៉ុន្តែបន្ទាប់មកនាងបានស្ទុះទៅរកតួឯកដោយនិយាយថានាងចង់នៅក្បែរគេជាយូរមកហើយរំពេចនោះរៀនបានថើបលូដែលធ្វើឲ្យហ្វង់និងក្មេងស្រីដទៃទៀតមានការខឹងសម្បារយ៉ាងខ្លាំងហ្វង់បាននិយាយថាទោះបីជារៀនបានជួយក៏ដោយក៏នាងមិនគួរដើរថើបបុរសរបស់គេបែបនេះដែរជូបានប្រកាសថានាងគឺជាភរិយាទី2ហើយម៉ាយជេនឹងក្លាយជាភរិយាទី3ម៉ាយជេបានយល់ស្របប៉ុន្តែបានផ្អាកមួយភ្លែតដើម្បីគិតថាហេតុអ្វីបានជានាងត្រូវនៅលំដាប់ទី3ដោយងាកទៅរកជូនាងបានពន្យល់ថាដោយសារតែហ្វង់បានជួបលូមុននាងមិនប្រកាន់ទេដែលឲ្យហ្វង់នៅលំដាប់ទី1ទោះជាយ៉ាងណាក៏ដោយសារតែនាងនិងជូបានជួបតួឯកក្នុងពេលតែមួយនាងបានចោទសួរថាហេតុអ្វីបានជានាងត្រូវដាក់ឲ្យនៅលំដាប់ទី3បន្ទាប់មកជូបាននិយាយថាលំដាប់នឹងត្រូវសម្រេចដោយកន្លងហើយអ្នកណាដែលចាញ់នឹងនៅលេខ3ក្នុងបញ្ជីម៉ាយជេបានយល់ព្រមហើយបានដោះពូថៅរបស់នាងចេញដោយនិយាយថានាងនឹងហ្វឹកហាត់ខណៈពេលដែលជូគ្រាន់តែអង្គុយរង់ចាំជូដោយស្រមៃមើលទិដ្ឋភាពនោះបានគិតពីម៉ាយជេដែលសុំឲ្យនាងទៅយកក្រដាសជូតមាត់មកសម្អាតនាងដោយភាពមួម៉ៅជូបានប្រកាសថានាងនឹងមិនចាញ់ឡើយហើយគឺម៉ាយជេទៅវិញទេដែលត្រូវរង់ចាំជួយសម្អាតនាងនៅខណៈពេលនោះភាពវឹកវឹកក៏បានផ្ទុះឡើងលូបានដាវចូលទៅចន្លោះអ្នកទាំងពីរហើយសុំគុំឲ្យពួកគេឆ្លោះគ្នាដើម្បីគេប៉ុន្តែរៀនបានទាញគេត្រឡប់មកវិញដោយប្រាប់គេថាកុំបារម្ភពីពួកគេហើយបន្តអ្វីដែលពួកគេកំពុងធ្វើអ្នកទាំងពីរមើលទៅដូចជាឆ្កែដែលកំពុងលិចគ្នាទៅវិញទៅមកដោយមានភ្លើងក្នុងភ្លេកហ្វង់បាននិយាយថារៀនធ្វើជ្រុលពេកហើយបានបពួលនាងមកប្រកួតគ្នារៀនបានឆ្លើយថាប្រសិនបើនាងឈ្នះនាងនឹងក្លាយជាភរិយាដើមរបស់លូយីនទោះជាយ៉ាងណាក៏ដោយតួឯកបានក្រោកឈរឡើងរុញរៀនចេញហើយនិយាយថាវាគ្រប់គ្រាន់ហើយដោយសុំពួកគេទាំងអស់គ្នាឈប់បន្ទាប់មកហ្វង់បានសុំឲ្យលូកំណត់កន្លែងសម្រាប់ម្នាក់ប៉ុន្តែដោយមានទឹកភ្លេករលីងរលោងគេបាននិយាយថាវាពិបាកពេកសម្រាប់គេបន្ទាប់ពីមួយរយៈមកលូបានផ្ដួលប្រធានពតហើយបង្ហាញពួកគេនៅទម្រង់បែបបទដែលពួកគេត្រូវចុះហត្ថលេខាដើម្បីគេអាចយកវាតែសាវសមាគម Guild Fall និងដាក់ពាក្យសុំរៀនបានប្រកាសថានាងចង់ចាប់ផ្ដើមហ្វឹកហាត់ជាមួយប្រធានសមាគមភ្លាមប៉ុន្តែលូបានឆ្លើយថាសម្រាប់ពេលនេះពួកគេត្រូវផ្ដោតលើការប្រែជាខ្លាំងពូកែសាន់ព្រោះពួកបិសាចកំពុងមានកំហឹងហើយពួកគេនឹងពិភាក្សារឿងនេះនៅពេលក្រោយប៉ុន្មាននាទីក្រោយមកនៅអគារសមាគមមជ្ឈិមញ៉ាំងសាត់កំពុងស្ថិតនៅក្នុងបន្ទប់ទឹកស្រីជាមួយនឹងទឹកមុខមួម៉ៅនាងបានក្រោកឈរឡើងហើយគិតថាទោះបីជាមានទេពអប្សរការពារលូយីនក៏ដោយក៏នាងនឹងធ្វើឲ្យគេរងទុក្ខដដែលទន្ទឹមនឹងនេះដែរនៅក្នុងជួរចុះចមាសមាគមតួឯកចាប់ផ្ដើមមានអារម្មណ៍មិនស្រួលហើយគិតថានៅពេលដែលញ៉ាំងសិតលៀងដែរដើម្បីចាក់ចេញពីបន្ទប់ទឹកនាងបានឃើញតួឯករត់កាត់មាត់ទ្វារដោយដឹងពីវត្តមានរបស់គេនាងបានរអួរទុំថាពួកគេជាសត្រូវដែលជាប់គ្នានៅផ្លូវចង្អៀតបន្ទាប់មកនាងបានទៅបន្ទប់ទឹកបុរសហើយបានរកឃើញលូកំពុងបាត់ជើងទួយដោយមានការភ្ញាក់ផ្អើលគេបានហៅនាងថា Lady of Thunder ញ៉ាំងសិតនិយាយថាឪពុករបស់នាងជាមិត្តភក្តិរបស់ព្រះអង្គម្ចាស់នេសាហើយទោះបីជានាងសម្លាប់លូនៅទីនេះក៏ដោយក៏គ្មានអ្វីកើតឡើងចំពោះនាងដែរវាខុសពីករណីរបស់មនុស្សធម្មតាទាំង8នាក់ប្រសិនបើនាងធ្វើបាបលូពួកគេនឹងប្តឹងទៅឪពុករបស់នាងហើយនាងនឹងទទួលការដាក់ទោសពីទេវតាទោះបីជានាងមិនអាចសម្លាប់គាត់នៅទីនោះបានក៏ដោយក៏នាងបានប្រកាសថាយ៉ាងហោចណាស់នាងអាចដាក់ទោសគាត់បានដែរលូបានប្រាប់នាងថាគាត់កំពុងប្រញាប់ហើយប្រសិនបើនាងចូលមកចិត្តគាត់អាចនឹងបាញ់ដាក់នាងដោយញញឹមញ៉ាំងស៊ីបានសុំឲ្យគាត់បែរក្រោយហើយពង្ហាញនាងនៅលក្ខណៈពិសេសនៃរូបកាយស័ក្តិសិទ្ធិ Dual Cultivation ដ៏ល្បីល្បាញ
ដោយធ្វើចលនាក្នុងល្បឿនយ៉ាងលឿននាងបានបង្ហាញខ្លួននៅពីមុខគាត់ដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចូលមកដល់ភ្លាមៗរបស់នាងដោយសម្លឹងមើលទៅលូនាងបានប្រាប់គាត់ឲ្យបោះបង់ការប្រយុទ្ធដើម្បីកុំឲ្យរងទុក្ខវេទនាច្រើននៅពេលសង្កេតមើលលក្ខណៈរបស់គាត់នាងបានញញឹមបែបឌឺដងហើយនិយាយថាគាត់ពិតជាកខ្វក់ណាស់ប៉ុន្តែភ្លាមៗនោះអ្វីមួយបានចាប់ផ្ដើមកើតឡើងចំពោះរាងកាយរបស់តួឯកញ៉ាំងស៊ីមានការភ័យស្លន់ស្លាហើយព្យាយាមចេញឲ្យឆ្ងាយខណៈពេលដែលនាងឈានជើងថយក្រោយនាងបានរអិលជើងហើយដួលទៅលើវត្ថុស័ក្តិសិទ្ធិរបស់លូយ៉ាងពេញទំហំទន្ទឹមនឹងនោះនៅក្នុងព្រៃកម្រិតទី5នៃពិភពលោកតូចសាន់វូកុងកំពុងអរគុណដល់ព្រះអេឡាំងដែលបានទុកស្វារាប់ពាន់ក្បាលលើភ្នំហួាកូព្រោះមានអ្នកផ្សេងបានវាយប្រហារភ្នំនោះហើយគាត់ខ្លាចថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចរស់រានបានឡើយព្រះអេឡាំងបានតបថាសាន់វូកុងពិតជាល្ងងបន្តិចមែនប៉ុន្តែមានការរីកចម្រើនខ្លះដែរបន្ទាប់មកលោកបានកោះហៅពុទ្ធវិញ្ញាណដ៏ធំសម្បើមមួយហើយបានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើស្ដេចស្វាការវាយប្រហារនោះមានឥទ្ធិពលខ្លាំងរហូតដល់ថ្នាក់បំបែករនាងវិមាននៃកម្រិតនោះសត្វលោកដែលនៅក្បែរនោះបានចាប់ផ្ដើមរត់គេចខ្លួនដោយស្រែកថាចន្ទទីផ្លាំចិត្តនឹងដួលរលំហើយពិភពនៃមុខងារហ្គេមកំពុងឈានដល់ទីបញ្ចប់ហើយភ្លាមនោះរុនខ្មៅដ៏ធំមួយបានលេចឡើងនៅលើមេឃនៃចន្ទទីផ្លាំសុនវូកុងបានប្រាប់អែឡុងថាប្រសិនបើលោកនៅតែបន្តប្រយុទ្ធបែបនេះពិភពលោកនឹងត្រូវបំផ្លាញហើយបន្ទាប់មកបានសួរថាតើលោកមិនខ្លាចថាអ្នកគ្រប់គ្នាដែលរួមនៅទីនោះនឹងត្រូវវិនាសអត់ទេឬអែឡុងបានឆ្លើយថាប្រសិនបើមេឃរលំនឹងមានមនុស្សជួសជុលវាចំណែកឯមនុស្សលោកដែលរស់នៅទីនោះពួកគេនឹងត្រូវបញ្ជូលក្នុងបញ្ជីហើយការចងចាំរបស់ពួកគេនឹងក្លាយជាអមតៈសុនមកមើលអែឡុងយ៉ាងខឹងសម្បាហើយនិយាយថានេះគ្រាន់តែជាភាពអមតៈដែលគ្មានរូបរាងកាយប៉ុណ្ណោះគាត់បានប្រាប់ថាតាមរបៀបនេះពួកគេនឹងនៅតែជាទាសកររបស់គ្រួសារធិរាជជារៀងរហូតអែឡុងបានតបថាមិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាពួកបរិសុទ្ធនិងរស់នៅជារៀងរហូតដោយសុនវូកុងនោះទេហើយនេះគឺជាអ្វីដែលល្អសម្រាប់ពួកគេទៅហើយដោយការក្លាយជាអ្នកបម្រើទេវតាពួកគេអាចផ្ដោតលើការហ្វឹកហាត់ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអាណាចក្រទេវតាផ្សេងទៀតបន្ទាប់មកសុនវូកុងបានលើកដៃឡានបញ្ចេញពន្លឺពណ៌មាសជារង្វង់ហើយប្រកាសថាពួកគេជាមនុស្សល្អហើយមិនគួរត្រូវបញ្ចូលក្នុងបញ្ជីឬត្រូវជាប់ចំណងព្រលឹងនោះទេវិផតថលដ៏ធំមួយបានលេចឡើងនៅវិជ្ជាការបញ្ជីឈ្មោះព្រះសុនវូកុងបានជំរុញឲ្យអាឡុងដុតបញ្ជីនោះចោលហើយដោះលែងមនុស្សទាំងនោះដើម្បីឲ្យពួកគេអាចបន្តការហ្វឹកហាត់របស់ពួកគេនិងប្រឈមមុខនឹងការគំរាមកំហែងផ្សេងទៀតចំពោះអាណាចក្រអាឡុងនៅស្ងៀមដោយសម្លឹងមើលសុនវូកុងបន្ទាប់មកលោកបានលើកពូថៅម្ដងទៀតហើយទាមទារឲ្យស្វាដ៏រឹងរូបប្រឈមមុខនឹងលោកនឹងទៀតខណៈពេលកំពុងរងការវាយប្រហារសុនវូកុងបានសួរថាតើនរណាឲ្យពុតប្រកាសដោយជារបស់រឹងរូបដោយគេពីការវាយប្រហារគាត់បានសួរអាឡុងថាតើលោកមិនបារម្ភពីម្ដាយរបស់លោកអ៊ីនហួរនិងប្អូនស្រីរបស់លោកយ៉ាងចានដែលកំពុងរងទុក្ខនៅក្នុងពិភពពិសាចទេឬគាត់ក៏បានសួរផងដែរថាតើអាឡុងមិនចង់ជួយសង្គ្រោះពួកគេទេឬអេឡុងបានដេញតាមស្វាដោយស្រែកថាសុនវូកុងមិនគួរមកចេះដឹងរឿងរបស់លោកទេហើយទាមទារឲ្យតែការប្រយុទ្ធប៉ុណ្ណោះដោយការផ្លាស់ប្ដូររូបរាងទៅជាសត្វស្លាបអេឡុងបានដេញតាមគាត់អ្នកទាំងពីរបានហោះកាត់មេឃក្នុងលំបឿនយ៉ាងលឿនហើយទាមបំផុតបានចូលទៅក្នុងរុនខ្មៅដែលបាយបោកនៅលើមេឃទោះជាយ៉ាងណាក៏ដោយវាផតថលដែលពួកគេបានបង្កើតឡើងនោះនៅតែមាននៅលើមេឃដដែលមួយសន្ទុះក្រោយមកមាននរណាម្នាក់បានចាប់ដើមលេចចេញពីវាផតថលនោះស្ត្រីវ័យក្មេងម្នាក់ដែលធ្វើដំណើរឆ្លងកាត់បានកត់សម្គាល់ឃើញថាវាផតថលនោះកំពុងរួមទួយហើយបានអង្វរសុំចេញមកក្រៅបន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនាងបានរុញរាងកាយរបស់នាងទាំងមូលតាមចុះនោះហើយបានចុះមកដីយ៉ាងស្រទន់ផ្នែកខ្លះនៃសម្លៀកបំពាក់របស់នាងបានឆេះហើយនៅពេលនាងមកដល់ដីនៅសល់តែប្រមាណបំណែកប៉ុណ្ណោះប៊ីសាចមឹកពាក់កណ្ដាលម្នាក់បានចូលមកជិតហើយសួរថាតើនាងចង់សប្បាយជាមួយគេដែរឬទេដោយមិននិយាយអ្វីមួយម៉ាត់នាងគ្រាន់តែងាកមកហើយវាយប្រហារចំទៅលើប៊ីសាចនោះដោយសម្លឹងមើលទៅពួកប៊ីសាចនាងបាននិយាយថាដោយសារពួកគេស្ថិតនៅចំពោះមុខខ្វាំងមេពួកគេគួរតែបង្ហាញការគោរពពួកគេទាំងអស់គ្នាបានលុតជង្គង់នៅពីមុខនាងដោយស្រែកចំកើងស្ដាត់ខ្វាំងមេត្រឡប់មកក្នុងបន្ទប់ទឹកវិញដែលជាកន្លែងតួឯកប្រុសញ៉ាំងស៊ីបានដួលទៅលើឥដ្ឋដើម្បីព្យាយាមងើបឡើងវិញតួឯកប្រុសបានព្យាយាមពន្យល់ដោយនិយាយថាវាគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះនឹងបានសុំទោសនាង
យ៉ាងស៊ីបានក្រោកឈររួចចាប់ស្មារបើលូហើយប្រាប់គាត់ថាគាត់កំពុងញ៉ាំស្ករច្រើនពេកហើយនឹងបានព្រមានគាត់ហើយប្រុងប្រយ័ត្នចំពោះកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ដោយក្តីភ័យបារម្ភលូបានឆ្លើយថាគាត់នឹងប្រុងប្រយ័ត្ននៅពេលសម្លឹងមើលទៅគាត់ញ៉ាំស៊ីបានប្រាប់តួឯកប្រុសហើយយកចិត្តទុកដាក់បន្ថែមទៀតនៅពេលក្រោយបន្ទាប់មកនាងបានចាប់ក្បាលលូដោយដៃទាំងពីរហើយខ្នូចលនាដ៏លឿនមួយនាងបានផ្ងាគាត់ហើយផ្កាប់ចុះក្រោមនិងចាប់គាត់យ៉ាងណែនពួកគេទាំងពីរបានបោកទៅនឹងឥដ្ឋយ៉ាងខ្លាំងហើយរតនាភ័ណ្ឌដ៏ពិសិដ្ឋរបស់តួឯកប្រុសបានទទួលអារម្មណ៍ចម្លែកខណៈពេលកវីត្រូវបានសង្កត់យ៉ាងខ្លាំងឃើញបែបនេះញ៉ាងស៊ីបានរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីដឹងថារតនាភ័ណ្ឌនោះមិនទាន់ងាប់ឡើយដោយក្តីងឿងឆ្ងល់លូគ្រាន់តែសម្លឹងមើលទៅនាងខណៈពេលដែលកំពុងដេកលើឥដ្ឋនៅឡើយញ៉ាងស៊ីបានប្រាប់តួឯកប្រុសថាគាត់មិនទាន់អាចស្លាប់បានទេព្រោះគាត់ត្រូវជួយនាងពិនិត្យមើលជាតិស្ករក្នុងឈាមរបស់នាងដូចគ្នានាងបានអង្គុយត្រកកោងលើគាត់ហើយបានបង្ហាញផ្ការបស់នាងដោយមានការតក់ស្លុតនឹងទិដ្ឋភាពនេះតួឯកប្រុសអាចគិតបានត្រឹមតែថាវាមានរាងដូចជាតំណក់ទឹកញ៉ាងស៊ីបានចាប់សក់របស់គាត់ហើយងើយក្បាលរបស់គាត់ឡើងដើម្បីឲ្យគាត់អាចមើលឃើញកាន់តែច្បាស់រំពេចនោះមាននរណាម្នាក់បានសម្រុកចូលក្នុងបន្ទប់ទឹកដោយថែទ្វារយ៉ាងខ្លាំងគឺនាងដឹងឆាញូដែលជាស្ត្រីទើបតែមកដល់ដោយថ្មីភ្ញាក់ផាល់នាងបានសួរញ៉ាងស៊ីថាតើនាងពិតជាមានទំនាក់ទំនងស្នេហាជាមួយមនុស្សធម្មតាមែនឬដោយក្តីភ្ញាក់ផាល់ជាខ្លាំងញ៉ាងស៊ីបានលែងក្បាលរបស់លូហើយសម្លឹងមើលអ្នកដែលមកថ្មីរួចស្រែកថានាងមិនបានមានទំនាក់ទំនងអ្វីជាមួយមនុស្សធម្មតាដ៏អាក្រក់ម្នាក់នោះឡើយសម្រាប់ភាគថ្ងៃនេះគឺចប់ត្រឹមនេះសូមកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងដើម្បីកុំឲ្យខកខានភាគបន្តជួបគ្នានៅភាគក្រោយ